ឥឡូវចូលដល់រឿងអាចារ្យហ្វីបើខ្ញុំនឹងបិទបញ្ចប់រឿងអាចារ្យហ្វីថ្ងៃនេះចោះព្រោះអីមានគាត់ចេញមុខមកបកស្រាយដែរស្ងាត់ឈឹងអាចារ្យហ្វីនឹងក៏ធ្វើឲ្យស៊ីអារម្មណ៍ខ្លាំងមែនទែនតាមបណ្ដាញសង្គម Facebook ខ្ញុំមិនបន្ទោសជនរងគ្រោះព្រោះខ្ញុំអត់មានសិលធម៌បន្ទោសជនរងគ្រោះទេអាចារ្យហ្វីគឺជាជនរងគ្រោះនៃអំពើតាមធ្វើទុកបុកម្នេញគ្រប់រូបភាពទាំងរូបភាពនយោបាយហើយអាចារ្យហ្វីគឺជាបុគ្គលខ្មែរមួយរូបពលករខ្មែរចំណាក់ស្រុកនៅឯប្រទេសកូរ៉េខាងត្បូងដែលសកម្មនៅក្នុងកិច្ចការសង្គមអាចារ្យហ្វីមែនតែនឈ្មោះដើមគឺឈ្មោះបុត្រវិឆ័យគាត់មិនមែនជាសកម្មជនរបស់គណៈបកប្រឆាំងឬគណៈបកណាមួយទេក៏បានអះអាងដូច្នេះគាត់ថាគាត់គ្រប់គ្រងអ្នកប្រជាធិបតេយ្យអញ្ចឹងបានគាត់ចូលរួមរិះគន់រដ្ឋាភិបាលស្ទើរតែមិនលុះពេលទេហើយជាទូទៅគឺគាត់វាយបកទៅសកម្មជនគណៈបកកណ្ដាលអំណាចនឹងដែលអាចមានពេលខ្លះនឹងក៏ជេរបចោលគ្នាពេញ Facebook នឹងក៏មានដែរតែអ្វីដែលគាត់បេះដូងគាត់ធំមើលទៅគឺគាត់ស្រឡាញ់ជាតិកម្ពុជានេះខ្លាំងមែនទែនរហូតតគេធ្វើទុកបុកម្នេញតាមសម្រាប់គាត់2 3ដងហើយបើតាមគាត់និយាយថាតាមធ្វើគិតគាត់អត់បានសម្រេច2 3ដងហើយចាប់មនុស្សបាន6នាក់ទៀតប៉ុន្តែអាជ្ញាធរកូរ៉េហាមមិនឲ្យគាត់និយាយអីទេកំពុងតាមដានចាប់មេខ្លោងធំអីចឹងទៅថ្ងៃនេះគាត់មកសំណូមពរប្រាប់ប្រជាពលរដ្ឋទាំងអស់តាមបណ្ដាញសង្គម Facebook ហ្នឹងឈប់ឲ្យបន្តលៀបពណ៌គាត់តទៅទៀតគាត់ថាយកព័ត៌មានគាត់បន្តិចបន្តួចសោះទៅពលឹះគាត់ថាអ្វីដែលសំខាន់គាត់ចង់បញ្ជាក់ថាគាត់មានសុវត្ថិភាពធម្មតាវិញហើយអត់អីទេហើយអាជ្ញាធរសមត្ថកិច្ចប៉ូលីសរបស់កូរ៉េខាងត្បូងនេះកំពុងតែតាមដានស៊ើបអង្កេតយកជនដៃដល់ដែលធ្វើទុកបុកម្នេញវាយតប់គាត់ដែលរហូតតតែឃើញគាត់ដាក់រូបថតមកស្លឹកនៅលើគ្រែសង្គ្រោះបន្ទាន់អីហ្នឹងគេកំពុងចាត់ការគាត់មិនអាចនិយាយរឿងអីនេះបានទេក៏ចឹងគាត់សំណូមពរឲ្យប្រជាពលរដ្ឋហ្នឹងឈប់បកស្រាយខុសរឿងតាក់ទងរឿងគាត់ហ្នឹងបងប្អូនតាមពិតអាចារ្យហ្វីពេលខ្លះក៏គាត់បង្កើតឲ្យមានព័ត៌មានវល់ពេញបណ្ដាញសង្គមដែរខ្ញុំគិតថាគាត់ជាជនរងគ្រោះខ្ញុំពិតជានៅខាងគាត់អញ្ចឹងមែនហើយប៉ុន្តែនៅពេលដែលយើងផ្សាយព័ត៌មានអីក៏ដោយរូបថតមកស្លឹកដាក់លើគ្រែសង្គ្រោះបន្ទាន់ហើយទៅអត់មានរៀបរាប់អីពីដើមដំណើរដើមតងនៃដើមហេតុថាហេតុអីបានជាយើងត្រូវគេសង្គ្រោះបន្ទាន់តើអ្នកណាវាយតប់តើអ្នកណាធ្វើបាបចង់ធ្វើឃាតចង់សម្លាប់ឬក៏រឿងនយោបាយឬក៏ផ្ទាល់ខ្លួនឬក៏រឿងមិនទាន់ដឹងរឿងអីទេរឿងនេះវាអញ្ចេះក៏អត់បកស្រាយអីទាំងអស់គាត់ដាក់តែរូបថតពីស្លឹកមកហើយឲ្យមនុស្សនាំគ្នាបកស្រាយជាការពិតគាត់ជាសកម្មជនម្នាក់ដែលរិះគន់រដ្ឋាភិបាលអត់សំចៃមាត់តែចេញមករឿងគេធ្វើបាបគេវាយដំមានណាមានគណៈបព្វជិជនកម្ពុជាហ្នឹងព្រោះអីដូចលោកហេងសួរអីធ្លាប់ចង់ធ្វើទុកបុកម្នេញតែក្រុមប្រឆាំងដើម្បីទោះក្នុងតម្លៃណាយកមកដូចលោកហ៊ុនសែនអីឲ្យតែក្រុមប្រឆាំងយកមកតែសាកសពក៏បានឲ្យតែចាប់បានឬក៏ធ្វើទុកបុកម្នេញបានដូច្នេះអាវិមតិសង្ស័យហ្នឹងគឺគេចាប់ផ្ដើមដៅទៅលើគណៈបកកាន់អំណាច 100% ហើយនៅពេលដែលយើងអត់បកស្រាយខ្លួនឯងហើយគណៈបកប្រឆាំងក៏ចាប់ផ្ដើមកេងចំណេញដែរព្រោះដោយសារតែមានតែគណៈបកកាន់អំណាចនឹងឯងដែលចង់សម្លាប់សកម្មជនដែលហ៊ានតមាត់តវ៉ាអីតាក់ទងនឹងរឿងរដ្ឋាភិបាលដូច្នេះខ្ញុំសំណូមពរដែរអាចារ្យហ្វីខ្ញុំជូនពរឲ្យមានសុវត្ថិភាពហើយរួចផុតពីសត្រូវមាចង្រៃដែលតាមព្យាបាទអាចារ្យហ្វីក៏ប៉ុន្តែពេលខ្លះព័ត៌មានបើមិនផ្សាយសោះក៏ល្អដែរប៉ុន្តែបើជ្រុលជាផ្សាយហើយសូមឲ្យបញ្យលបងប្អូនឲ្យមានជាដើមជាវគ្គជា clear ជាប្រយោគជាអីត្រឹមត្រូវជួនកាលដាក់ប្រស្នាមកថាពេលធ្វើនយោបាយដើរផ្លូវហ្នឹងអញ្ចឹងនៅពេលដែលចូលរឿងនេះបានដឹងហើយគ្មានអ្នកណាមើលការខុសត្រូវគ្មានអីធ្វើឲ្យខាងក្រុមគណៈបកប្រជាជនវាយប្រហារក្រុមប្រឆាំងភ្លាមថាឃើញក្រុមគ្នាគាត់ក្រុមប្រឆាំងហ្នឹងមានរឿងអីរត់ចោលគ្នាអញ្ចឹងគឺអត់ជួយហើយដល់អញ្ចឹងយើងធ្វើឲ្យមានមន្ទិលគ្រប់ពេកឲ្យវល់ហើយទៅអាចារ្យហ្វីខ្លួនឯងមកថាបងប្អូនមកវល់ពេញបណ្ដាញសង្គមដើមហេតុនៃការធ្វើឲ្យវល់ហ្នឹងគឺអាចារ្យហ្វីទេយើងត្រូវបញ្យល់ទៅហើយគេខ្វល់ហ្នឹងជួនកាលគេខ្វល់រឿងសុវត្ថិភាពអាចារ្យហ្វីហ្នឹងតាគេខ្វល់ខ្លាចគេធ្វើឃាតមិនមែនគេសម្លាប់មិនមែនអ្នកណាជាសត្រូវស៊ីសាច់ហត់ឈាមចង់ឃើញអាឃាតករហ្នឹងអីចឹងទៅហើយម្នាក់សម្រួចទៅថាខាងគណៈបកប្រជាជនកម្ពុជាហើយដល់ពេលអត់មាននិយាយអីសោះអញ្ចឹងវាធ្វើឲ្យច្បល់ដូច្នេះខ្ញុំសនំពរថាតាមពិតអាចារ្យហ្វីមានភាពឆ្លាតវៃនៅក្នុងការផ្សព្វផ្សាយព័ត៌មានកន្លងមកហ្នឹងគឺប្រជាពលរដ្ឋតាមដានគាត់ក៏ច្រើនឲ្យតម្លៃគាត់ក៏ច្រើនគាត់ថាលើកទឹកចិត្តថាបើដាក់រូបថតមកស្លឹកនៅលើក្រែស្នែងអញ្ចឹងបញ្យលគេផងរឿងហ្នឹងរូបហ្នឹងពីអង្កលហេតុអីហើយគេឃុំខ្លួននឹង72ថ្ងៃហ្នឹងដោយមូលហេតុអីហើយចង់បានឲ្យប្រជាពលរដ្ឋហ្នឹងជួយអីយើងដាក់ចោលអញ្ចឹងទៅប្រជាពលរដ្ឋនៅវ៉ែពេញទឹកពេញដីហ្នឹងអានេះគឺជាការបំពុលទៅវិញទេបងប្អូនតាមពិតគាត់ចង់ប្រាប់ថាគាត់មានទុកប៉ុន្តែគេចង់ជួយអត់បានមិនដឹងជួយកន្លែងណាដល់ពេលគណៈបកប្រឆាំងជួយគាត់រករឿងគណៈបកប្រឆាំងហ្នឹងថាលៀបពណ៌អ្នកប្រជាបតៃធ្វើដូចគ្នាអត់ប្រឹងជួយគ្នាទៅធ្វើបាបគាត់វិញ
អត់ដឹងអ្នកណាធ្វើបាបអ្នកណាទេដើមហេតុចេញពីអាចារ្យហ្វីខ្លួនឯងទេខ្ញុំនិយាយនេះម្ដងទៀតអត់បន្ទោសជនរងគ្រោះទេខ្ញុំនៅតែជូនពរឲ្យអាចារ្យហ្វីរួចផុតពីសត្រូវមានចង្រៃទាំងអស់ហ្នឹងក៏ប៉ុន្តែសូមឲ្យអាចារ្យហ្វីបង្កើនការទទួលខុសត្រូវនៅក្នុងការផ្សាយព័ត៌មានព្រោះយើងមាន fan ច្រើនណាស់យើងមិនមែនចេះតែម៉ាយកទៅសងបានទេយើងដាក់មកបញ្យលប្រាប់បងប្អូនអាញាធរគេអត់ឲ្យនិយាយអីគេខ្លះតែរឿងអីគេខ្លះដែលយើងអាចនិយាយបានឲ្យបញ្យលទៅជាជាងឲ្យប្រជាពលរដ្ឋនៅវល់អញ្ចឹងទៅយើងអត់ទៅមុខទេហើយដល់ពេលអត់ទៅមុខអញ្ចឹងគឺយើងជាផ្នែកនៃការបំពុលព័ត៌មានដែរទៅវិញនៅពេលដែលយើងជាជនរងគ្រោះសោះខ្ញុំអាសូវអាចារ្យហ្វីមែនតែនហើយនេះជាមេរៀនសម្រាប់បងប្អូនទាំងអស់គ្នាយើងសរសេរអីក៏ដោយគឺយើងត្រូវដាក់ឲ្យមានថាហេតុអ្វីនៅកន្លែងណាម៉ោងប្រមាណបញ្ជាក់សាច់រឿងបន្តិចមកហើយសំណូមពរអីគឺនិយាយទៅគឺឲ្យមានសំណួរនៅក្នុងខួរក្បាលដើម្បីដាក់ឲ្យគេអស់ចិត្តណាជាជាងការដាក់មកឆ្កុយរូបមួយស្លឹកដូចប្រស្មាអញ្ចឹងទៅហើយតើគេបកស្រាយវាធម្មតាការបកស្រាយដែលយើងម្ចាស់ខ្លួនអត់ទាំងនិយាយអីហើយខ្ញុំបានទៅអាចារ្យហ្វីក៏អត់បកស្រាយអីចំពោះខ្ញុំទៀតខ្ញុំមិនទៅជាប្រកាន់អីគាត់ទេគាត់ថាមេធាវីគាត់ឬក៏ថាប៉ូលីសអីគេមិនទាន់ឲ្យនិយាយបានខ្ញុំគោរពសិទ្ធិហ្នឹងខ្ញុំគាត់ថាព័ត៌មានបែបហ្នឹងគឺធ្វើឲ្យពុលតែលហើយឥឡូវចប់ហើយសម័យខ្លួនគេឡើងមកបកស្រាយឥឡូវអត់ដឹងរឿងអីដែរហ្នឹងបកស្រាយសួរថាតើអ្នកវាយអាចារ្យហ្វីហ្នឹងវាយរឿងអីប្រហែលអ្នកក្រោយហ្នឹងគាត់ថារឿងអ្នកណាចោទថាមានចាប់ឃាតករបាន16អ្នកណាបានព័ត៌មានមកពីណាអាហ្នឹងព័ត៌មានពុលដោយសារតែយើងអត់ប្រាប់គេហើយដល់ឥឡូវគាត់ថាអត់មាន6 10អ្នកហ្នឹងណាទេធ្លាប់មានមែន6អ្នកតាមប៉ុនប៉ងធ្វើឃាតគាត់អាក្រោយហ្នឹងអត់ប្រាប់ប្រហែលអ្នកជនជាតិអីសះអីចាប់បានប្រហែលអ្នករឿងហ្នឹងរឿងអីឥឡូវអត់ដឹងដែរឥឡូវសួរមើលតើអាចារ្យហ្វីប្រាប់បងប្អូនទាំងអស់ហ្នឹងតើរឿងគាត់មានគ្រោះថ្នាក់ហ្នឹងរឿងគ្រោះថ្នាក់ដោយសារអីអត់ជាអ្នកព័ត៌មានម្នាក់ខ្ញុំអត់ដឹងថាអាចារ្យហ្វីនិយាយពីអីផងគាត់ថាសនំពបងប្អូនកុំឲ្យថាគាត់ស្លាប់ថាអីទៀតទៅការគេថាគាត់ស្លាប់ហ្នឹងគេភ័យគេធ្វើឃាតតាដល់ពេលឥឡូវហ្នឹងគាត់ថាអាហ្នឹងគឺអត់ជួយគាត់ទេទៅធ្វើបាបគាត់វិញហើយចាបើអត់ធ្វើបាបហេតុអីគាត់មិនព្រមបញ្យល់ព័ត៌មានហ្នឹងឲ្យច្បាស់ទៅបងប្អូនណាហើយចុះហៅខ្ញុំមែនតើទៅជារឿងបុគ្គលរបស់អាចារ្យហ្វីតែខ្ញុំបារម្ភពីសុវត្ថិភាពរបស់គាត់បារម្ភពីការធ្វើទុកបងម្នេញផ្នែកនយោបាយទេអញ្ចឹងបើព័ត៌មាននេះឲ្យមានភាពសពិចសពិលគឺបងប្អូនគេខ្វល់ពីយើងទេតាមពិតទៅគេឈឺឆ្អាលដោយសារយើងជាអ្នកឈឺឆ្អាលសង្គមឥឡូវដល់បងប្អូនប្រជាប្រដ្ឋឈឺឆ្អាលវិញអញ្ចឹងសូមសំណូមពរឲ្យអាចារ្យហ្វីលើកក្រោយដាក់ព័ត៌មានឲ្យគ្រប់សពហើយបើអត់គ្រប់សពទេកុំផ្សាយល្អជាងដើម្បីពលព្រោះអីយើងមិនមែនជាបងប្អូនអ្នកលួសលាហាលម្នាក់អីណាអាចារ្យហ្វីមាន fan ច្រើនណាស់ចាការទទួលខុសត្រូវខ្ពស់មែនតើប្រជាប្រដ្ឋគេគោរពស្រឡាញ់គេឲ្យតម្លៃយើងអញ្ចឹងគេខ្វល់បារម្ភពីយើងអញ្ចឹងកុំឲ្យយើងហ្នឹងធ្វើឲ្យខ្លាចជាកម្មវត្ថុនៃការបំពុលព័ត៌មានទៅវិញណាខ្ញុំដឹងថារឿងហ្នឹងគឺអាចារ្យហ្វីជាជនរងគ្រោះប៉ុន្តែរបៀបនៅក្នុងការផ្សាយព័ត៌មានធ្វើឲ្យមានការឆ្លោះឆ្លួយអញ្ចឹងទៅបងប្អូនហាក់បីដូចជាវល់ឥឡូវម្ចាស់មកបញ្យលប៉ុណ្ណឹងក៏នៅតែមិនទាន់បាត់វល់ដែរបាទឥឡូវព័ត៌មានសំទោសបងប្អូនខ្ញុំមានរឿងមួយទៀតដែលនិយាយពីបណ្ឌិតជាក្មេងទំនើងជិត800នាក់ត្រូវបានរៀបចំផ្ទេរទៅខេត្តព្រំដែនកម្ពុជាថៃដើម្បីបបផហេតុបំរើជាតិអើយស្ដាប់មកដូចជាយ៉ាងម៉េចទេបងប្អូនបញ្ជូនតនដិតជាក្មេងទំនើងទៅពន្ធនាគារជាប់ព្រំដែនថៃដើម្បីបបផហេតុជាតិចុះជាតិយើងហ្នឹងក៏ខ្វះមនុស្សម៉េះតែតយកក្មេងទំនើងទៅបានជួយជាតិបាននេះចុះយើងអ្នកដែលជេរបតិចប្រាសាថាបណ្ដាញសង្គមមកកណោសបកាយបកាយចុះអ្នកសាក់ពេញស្មានៅបន្ទប់សិនតិចសបកាយពេញស្មាហ្នឹងមិនបញ្ជូនទៅសមរភូមិខ្លះមើលហេតុអីក៏ឃើញតែអ្នកដែលអត់ស្បែកជើងមានតែស្បែកជើងផ្ទាត់ឬអត់អាវក្រោះឬក៏អត់ថ្មិញសោះហ្នឹងនាំគ្នាទៅដេកហាលសន្សាមអោបកភ្លើងនៅតទល់ដែនតែរហូតហ្នឹងហើយចុះអ្នកស៊ីប្រាក់ខែរះនេះមិនបានទៅខ្វល់រឿងតនដិតដែលជាក្មេងទំនើងហ្នឹងត្រូវទៅជួយបម្រើជាតិនៅវិញតែយ៉ាងណាបងប្អូនព័ត៌មាននេះគឺដោយសារតែមានការចុះផ្សាយនៅក្នុងព័ត៌មាននៅក្នុងស្រុកគឺនិយាយថាក្មេងទំនើងប្រមាណជា800នាក់បាទគឺ790នាក់កាលពីថ្ងៃទី21ខែឧសភាម្សិលមិញនេះគឺត្រូវបានគេគ្រោងរៀបចំបញ្ជូនទៅឃុំខ្លួននៅតាមពន្ធនាគារតាមជាយដែនចិត្តជាយដែននោះវិញសំណុកយកមកប្រើអានេះបើតាមអ្វីដែលលោកខៀងសុណាឌិនដែលជាប្រធាននាយកដ្ឋានអប់រំកែប្រែនិងស្ដារនីតិសម្បទានិងជាអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកមួយឈ្មោះថា City Times គាត់និយាយថាខ្ញុំគាត់និយាយថាគេយកទៅនឹងដើម្បីបបផហេតុការពារជាតិនិងយកបំរើជាតិនិងដើម្បីបបផហេតុបដិបដាលផងតាមពិតរឿងនេះមិនប្លែកដែរព្រោះអីបងប្អូនចាំឯដើមខែឧសភានឹងលោកហ៊ុនម៉ាណែតនិយាយចេះគាត់ថាគាត់នឹងយកក្មេងទំនើងទាំងអស់នេះយកទៅបដិបដាលដើម្បីឲ្យមានប្រយោជន៍កុំឲ្យអត់ប្រយោជន៍គាត់និយាយចឹងគាត់ថាខ្ញុំមិនយកក្មេងទំនើងទៅកាន់កាភ្លើងធ្វើសម្ដាប់ធ្នាប់ទ័ពរបស់ជាតិនៅជួរមុខទេកាលហ្នឹងគាត់និយាយចឹងលោកហ៊ុនម៉ាណែតថា
កាលហ្នឹងក៏និយាយនៅខួបលើកទី30នៃជំនួយអភិវឌ្ឍផ្លូវការរបស់ជប៉ុននៅកំពង់ផែស្វយ័តក្រុងព្រះសីហនុថ្ងៃ1ឧសភាហ្នឹងគាត់ថាក្មេងទំនើងជាប់ឃុំសប្តាហ៍ថ្ងៃហ្នឹងមិនមែនស៊ីដេកនោះទេគឺពួកគេក៏មានសកម្មភាពពលកម្មប្រចាំថ្ងៃផងដែរដូច្នេះខ្ញុំឲ្យពិនិត្យមើលចំពោះអ្នកទាំងនេះក្រៅពីធ្វើពលកម្មតិចតួចបោសសម្អាតធ្វើរោងបន្លែគឺទៅធ្វើសកម្មភាពចាក់បេតុងលេនដ្ឋានដើម្បីដឹកយកទៅឲ្យទាហាននៅជួរមុខចឹងបានន័យថាការបញ្ជូនទៅព្រំដែនពន្ធនាគារព្រំដែនប្រហែលជាយកទៅឲ្យគាត់ចាក់បេតុងនឹងឯងគាត់និយាយទៀតឲ្យពិនិត្យមើលច្បាប់ដែលមានស្រាប់ដើម្បីអនុវត្តចំពោះអ្នកទោសនេះបើច្បាប់បើកហើយមានសកម្មភាពទំនើងគឺយើងចាប់ទៅចាត់ចែងទៅឲ្យក្រោមការគ្រប់គ្រងរបស់ប៉ូលីសដដែលអាចថានៅតាមបណ្ដាឃុំឬក៏រុញទៅដាក់នៅម្ដុំក្បែរឃុំណាមួយដូចជាក្នុងខេត្តព្រះវិហារខេត្តជាប់ព្រំដែនឥឡូវអ្វីដែលលោកហ៊ុនម៉ាណែតចង់បានឥឡូវគេធ្វើហើយគឺដើម្បីជួយសកម្មភាពកងទ័ពបាទតាមពិតអានេះគឺជាការធ្វើឲ្យក្មេងទំនើងហ្នឹងក៏បាក់ស្បាតស្មារតីដែរលើកក្រោយឲ្យរៀងតែគេអត់នៅភ្នំពេញតែបងប្អូនក្រុមគ្រួសារទៅជួបសួរសុខទុក្ខក៏អត់បានអញ្ចឹងយកទៅដល់ទល់ដែនពិបាកក្នុងការធ្វើដំណើរម៉ែឪទៅសួរសុខទុក្ខដោយសកម្មជនបពប្រឆាំងអញ្ចឹងតែគេបរិយាយតាមខេត្តឆ្ងាយឆ្ងាយទៅគឺវេទនាដូចអ្នកស្អីកញ្ញាសេងធីរីអញ្ចឹងយកទៅដាក់នៅណាព្រះវិហារនៅណានោះអ្នកដែលគ្នាទៅគ្រប់គ្រងគ្រាន់តែអ្នកជួយមើលឆ្កែគ្រាន់ទៅប្រាប់សួរសុខទុក្ខដើម្បីប្រាប់ពីឆ្កែហ្នឹងសុកទុកយ៉ាងណាហ្នឹងក៏ត្រូវចំណាយលុយជិះតាក់ស៊ីរាប់មកមួយថ្ងៃវល់ល្ងាចគឺលំបាកចឹងហ្មងបាទឥឡូវនេះគឺតកតងនឹងពលរដ្ឋរអ៊ូរឿងតាក់ស៊ីអគិសនីដណ្ដើមឆ្នាំងបាយពួកគាត់ព័ត៌មាននេះគឺទៀតហើយបងប្អូនមានបងប្អូនដែលរត់អាកង់3ឬក៏រត់អា pass up ឬក៏រត់ស្អីរបរអីចឹងដល់ពេលឃើញគេយកឡានក្រុមហ៊ុនឡានអគិសនីរបស់ចិនមួយឈ្មោះអីវ៉ៅណាវអីគេនោះឃើញគាត់ដាក់មកថាឥឡូវមកបដាទៀតហើយតែមកទៅគឺនឹងបាត់បង់ការងារគាត់ហើយកាលមុនមានរឿងក្រុមហ៊ុនអគិសនីឡានចិនហ្នឹងយកមកម្ដងជារត់តវ៉ាទៅឥឡូវដូចស្ងាត់ជើងឥឡូវមកទៀតហើយគាត់ថាបើអត់បក្រាបឬក៏អត់ដោះស្រាយបញ្ហាហ្នឹងទេឆ្នាំងបាយគាត់ផ្កាប់ទៀតហើយព្រោះអីរកអត់បានអគិសនីហ្នឹងគឺវាវាយលុកទីផ្សារអញ្ចឹងទៅបាទអញ្ចឹងអាជ្ញាធរសង្ឃឹមថាលឺរឿងនេះឲ្យដោះស្រាយជូនពួកគាត់ទៅព្រោះពងឆ្នាំងបាយនៅតិចតួចហើយនៅគេវាយទៀតតកតនឹងក្រសួងការពារជាតិកម្ពុជាថ្ងៃនេះបដិសេធថាទាហានថៃបដិសេធថាទាហានខ្មែរផ្ទុះអាវុធ5គ្រាប់នៅតំបន់ភ្នំបាក់នៅអញ្ចឹងទៅនៅចោតប្រកាន់គ្នានៅដោះសារនៅបដិសេធនៅតទល់គ្នាអញ្ចឹងទៅថៃចោតខ្មែរថាផ្ទុះអាវុធខ្មែរចោតថៃថាផ្ទុះអាវុធថៃថាបះបាញ់ផាវទេខ្មែរថាអត់បានផ្ទុះអាវុធទេហើយអត់មានដំណោះស្រាយអីទេបន្តិចទៀតវាយគ្នាប្រាវទៀតហើយថ្ងៃនេះអ្នកស្រីម៉ាលីសជាតាថាសារព័ត៌មានថៃនិយាយអំពីខាងយោធាថៃហ្នឹងចោតប្រកាន់ថាកម្ពុជាបាញ់5គ្រាប់នៅតំបន់ភ្នំបាក់ភូមិសាសស្រុកសំរោងខេត្តឧត្តរមានជ័យថាព័ត៌មានហ្នឹងអត់ពិតទេកម្ពុជាថាជាការមួលប្រកាច់អីអញ្ចឹងទៅហ្នឹងហើយនៅមួលប្រកាច់គ្នាទៅកុំប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិព្រមទាំងអន្តរជាតិទៅក្បែរគ្នាទៅមើលទៅថតរូបថតឲ្យរាល់ថ្ងៃទៅហើយចាប់ផ្ដើមលឺកភ្លើងខាងនោះបាញ់ប្រអើលក្ដុងខាងនេះមិនដឹងបាញ់មិនបាញ់ហ្នឹងតិចទៀតបាញ់គ្នាស្លាប់រេលទៀតដែរព្រោះអារឿងត្រូវតុលាការអន្តរជាតិយើងអត់យើងនៅសាំអញ្ចឹងយើងនៅប្រពាក់ប្រពូនក្បែរអាលបងបលាលួសដែលទៅយកអីគេបាញ់គេទាញបលាលួសអត់បានទាញកុងតឺន័រអត់បានតែយើងនៅទៅសាំអញ្ចឹងរាល់ថ្ងៃហើយដល់ពេលអញ្ចឹងវាមិនលឺបាញ់ចុះបាញ់ឡើងបាញ់ចុះបាញ់ឡើងបន្តិចទៀតត្រូវក្បាលគ្នាហើយខ្ញុំថាមើលអត់យូរទេព្រោះអារឿងតឡាការអន្តរជាតិដែលស្រួលសោះអត់ត្រូវទៅហើយថ្ងៃនេះម្សិលមិញនេះគឺលោកកៅឈៀដែលជាតំណាងអចិន្ត្រៃយ៍របស់អង្គការសហប្រជាជាតិតំណាងឲ្យកម្ពុជាទៅរាយការណ៍នៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទៅប្រាប់ពីថៃឈ្លានពានកម្ពុជាក្នុងសង្គ្រាម2លើកថៃធ្វើបាបប្រជាពលរដ្ឋកម្ពុជារងទុក្ខខ្លោចផ្សាឈ្លានពានទន្ទ្រានដែនអធិបតេយ្យជនស៊ីវិលខ្លោចផ្សា640,000នាក់អីឡាក់នឹងឡាក់អោលោកកៅឈៀឲ្យតើពេលណាដែលលោកមិនប្រាប់រដ្ឋាភិបាលឲ្យប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិគេអត់នៅខាងយើងទេលោកដឹងហើយតើទៅប្តឹងទៅទូពិតគេប្រមាណដងហើយដែលក្រុមប្រឹក្សាសន្តិសុខអង្គការសហជាតិវាយប្រាវគេកោះប្រជុំប្រាវអត់ធ្វើអីប្រាវទុកឲ្យយើងវាយគ្នាប្រាវវាអត់មានប្រយោជន៍អីសោះហើយនៅតែទូលពិតប្រាប់គេថាថៃឈ្លានពានយើងទេតើប្រមាណ100ដងទៀតដែលអស់លោកត្រូវប្រាប់ស្ថាប័នអត់ប្រយោជន៍ទាំងអស់នេះទៀតខ្ញុំកំពុងតែឆ្ងល់អាស្ថាប័នដែលគេមានសមត្ថកិច្ចដើម្បីស៊ើបអង្កេតកាត់ក្តីយើងតុលាការយុត្តិធម៌អន្តរជាតិនិងតុលាការព្រំប្រទានអន្តរជាតិអត់យកភស្តុតាងទៅដាក់នៅហ្នឹងហើយមកទូពិតអាស្ថាប័នអត់ប្រយោជន៍នេះខ្ញុំសុំទោសឲ្យខ្ញុំខឹងតិចស្ថាប័នអង្គការសហប្រជាជាតិនេះអត់ប្រយោជន៍ទេសហព័ន្ធសន្តិសុខបើអញ្ចឹងធ្វើបាបលោកត្រាំទៅវាយអ៊ីរ៉ង់វាយប្រទេសអីផ្សេងទៀតបានហើយគ្មានទៅធ្វើកអីរុស្ស៊ីកើតផងហ្នឹងរុស្ស៊ីវាយអ៊ុយក្រែនឡើងខ្ទេចខ្ទីឃើញអង្គការសហជាតិធ្វើអីកើតទេ
បានតែចេញសារយើងមិនមែនខ្វាត់អត់ឲ្យនិយាយប្រាប់អង្គការសហជីវជាតិទេប្រាប់គេទៅប៉ុន្តែយើងប្រាប់រាប់រយដងហើយវាអត់ប្រយោជន៍អញ្ចឹងយើងកុំធ្វើរឿងដដែលឲ្យរំពឹងបានលទ្ធផលថ្មីហើយដល់ពេលថៃគេមកតបវិញថាគេអត់មានឆ្លៀនពៀនទេខ្មែរចេះបលឹះឆ្លោះគ្នាទៀតនៅក្នុងអង្គការសហជីវជាតិនឹងដដែលហើយអយន្តការតឡាការយុទ្ធធរអន្តរជាតិព្រមតនអន្តរជាតិគ្រាន់តែដាក់បដងទៅហើយយើងមកអង្គុយផឹកទឹកអំពៅឬក៏ហូបមឹកអាំងនៅឆ្នេរអូជាទៀលសបាយច្រៀងការ៉ាអូខេទៅអូកាត់សាញ់សាកថ្មជីវិតខ្លះទៅក៏វាមិនចង្រៃអីដែរព្រោះតឡាការគេកាត់ក្តីឥឡូវអត់នៅគ្រប់តវ៉ាទៀមទាបដិសេធតវ៉ាទៀមទាបដិសេធមិនទទួលស្គាល់តវ៉ាទៀមទាបដិសេធមិនទទួលស្គាល់តិចបាញ់គ្នាប្រាំហ្នឹងហើយយើងធ្វើអញ្ចឹងហើយទៅតាំងប្រាប់ប្រជាពលរដ្ឋណាឲ្យតែនិយាយអីទិញទួចចាប់គេដាក់គុកថាគេនឹងញុះញង់រដ្ឋាភិបាលគេកំពុងដោះស្រាយអញ្ចឹងបើយើងគិតថាហើយឥឡូវដោះស្រាយខ្ញុំនិយាយពីរឿងដោះស្រាយហ្នឹងខ្ញុំចាប់ពាក់រឿងព្រំដែនខ្មែរថៃរឿងដោះស្រាយចំនួនព្រំដែនខ្មែរថៃបានដីខ្មែរពីថៃមកវិញនេះណាអត់មានជំរឹះអីក្រៅពីបើកព្រំដែនឡើងវិញទេហើយបងប្អូនមិនសប្បាយចិត្តប៉ុណ្ណានាំគ្នាបិទ500ឆ្នាំទៀតទៅហើយបើបិទ500ឆ្នាំទៀតទេអាព្រំដែនហ្នឹងណាគឺអាដីរបស់យើងបាត់ទៅថៃហ្នឹងគឺនឹងបាត់500ឆ្នាំហ្នឹងដែរអត់មានបានមកវិញទេហើយបងប្អូនឆ្លើយថាចោះថៃអ្នកបិទតាហេតុអីបានជាបើកមកវិញរឿងព្រំដែននេះណាថៃកំពុងលងខ្លួនដែរថៃមិនមែនអត់ខុសទេថៃខុសក៏ប៉ុន្តែបើខ្មែរនៅតែច្បាស់លាស់ហើយពិតជាគិតថាមិនបើកព្រំដែននេះគ្មានការចរចាទេគ្មានការចរចាណាមួយនឹងកើតឡើងបានដើម្បីទាមទារដីថៃមកវិញឲ្យអា JBC ឬអីហ្នឹងបើព្រំដែនអត់បើកថៃតិចទៀតនឹងដាក់លក្ខខណ្ឌកម្ពុជាថាដើម្បីឲ្យគណៈកម្មការ JBC វាស់វែងព្រំដែនឡើងវិញនេះអាចបើកដំណើរការបានណាគឺតើតែកម្ពុជាព្រមបើកព្រំដែនព្រមគ្នាជាមួយថៃហើយកម្ពុជាច្បាស់ហើយលោកហ៊ុនសែនថ្ងៃមុននោះពុំមានទៀតថាអ្នកណាអីណាមកស្អីគេបន់ស្រន់ឲ្យព្រំដែនបើកឬក៏បើកអីចាំដល់អត់ទៅមានតែចាប់ដាក់គុកទៀតអ្នកណាចង់ថាអំពាវនាវឲ្យព្រំដែនបើកហើយបើយើងនៅតែបិទព្រំដែនទេខ្ញុំនិយាយថារឿងចរចាព្រំដែននេះនឹងអត់ទេអញ្ចឹងអារឿងហ្នឹងក៏អត់អាព្រំដែនក៏អត់ហេតុអីក៏យើងមិនប្តឹងទៅតុលាការយុតិធធអន្តរជាតិព្រមតនអន្តរជាតិព្រោះយើងបិទច្រកអស់ហើយហ្នឹងព្រំដែនចរចាក៏បិទច្រកផ្សេងទៀតក៏បិទហើយលោកហ៊ុនម៉ាណែតមកសង្ឃឹមឱកាស 1% ដើម្បីជួបចរចាឱកាសកន្លែងណាបើយើងអត់មានបានខាត់ចូលគ្នាបន្តិចផងនៅតែចោតប្រកាន់គ្នាមួយថ្ងៃវល់ងាយខ្ញុំអត់យល់និយាយទៅគឺអស់លោកកំពុងតែធ្វើនយោបាយប្រជាពិធបោកប្រាស់ប្រជាប្រដ្ឋទាំងគ្រប់គ្នាអត់ព្រមរកប្រសិទ្ធភាពឲ្យប្រសើរខ្ញុំយល់ស្របថាថៃបើដើម្បីបើកព្រំដែនតោះតែយើងកំណត់លក្ខខណ្ឌឲ្យសងយើងទាំងអស់ខៃខូចខាតថៃអ្នកបិទមុនសងការស្លាប់ប្រជាពលរដ្ឋទាហានខ្មែរខូចខាតហេដ្ឋារចនាសម្ព័ន្ធនឹងបានហើយយើងទៅឲ្យគេសងហើយបើយើងអត់ប្តឹងគេប៉ុណ្ណាថៃអាណាសុកមកសងយើងអូចឹងយើងទៅដើរចោតគេថាណែឯងវាយខ្ញុំបែកក្បាលណែឯងត្រូវទៅសងសំណងខ្ញុំគេសងបើអត់ទៅតុលាការប្តឹងគេផងតតុលាការរកឃើញផុសតាងហ្នឹងហេតុអីបានគេវាយបែកក្បាលអញ្ចឹងយើងកំពុងតែទាអីគេបើយើងអត់ប្តឹងគេខ្ញុំកំពុងតែឆ្ងល់ហើយយើងអត់មានជំរឿសអីតតែសោះហើយយើងធ្វើអីគេរាល់ថ្ងៃហ្នឹងខ្ញុំកំពុងអត់យល់ហើយប៉ុន្តែបងប្អូនឥឡូវពេលវេលាវាខ្លីណាស់ទៅហើយតាក់តងនឹងរឿងនាយករដ្ឋមន្ត្រីថៃថ្ងៃនេះគេទៅដល់ប្រទេសបារាំងហើយលោកណាត់សំទោសលោកអនុទានចាំរៈគុលធ្វើទស្សនកិច្ចទៅបារាំងជួបលោកម៉ាក្រុងដំណើរទស្សនកិច្ចនោះរហូតដល់ថ្ងៃទី27ហ្នឹងបើតាមចាំដែលប៉ុន្តែគណៈបកប្រឆាំងថៃខាងថៃគេថាទៅនេះដើម្បីរឹតចំណងសាមគ្គីពាណិជ្ជកម្មរឿងបញ្ហាសន្តិសុខរឿងបញ្ហាបច្ចេកវិទ្យារឿងអភិវឌ្ឍរឿងពាណិជ្ជកម្មអីជាមួយនឹងបារាំងទេមិននិយាយរឿងព្រំដែនទេតែមន្ត្រីគណៈបកប្រឆាំងម្សិលមិញរបស់ថៃហ្នឹងលោកណត្តភងរឿងបញ្ញវុធហ្នឹងថាទៅអញ្ជើញលោកម៉ាក្រុងផងកាក់គាត់ឲ្យចូលថៃសិនមុននឹងមកទស្សនកិច្ចខ្មែរនៅខែវិច្ឆិកាដើម្បីសម្របសម្រួលដោះស្រាយបញ្ហារឿងព្រំដែនអីចឹងតាំងដោះស្រាយព្រំដែននឹងបារាំងឯណាមកជួយខ្មែរដោះស្រាយព្រំដែនកើតខ្ញុំអត់យល់ដែរបារាំងអត់អាចដោះស្រាយរឿងព្រំដែនខ្មែរអីកើតទេរឿងតឡាការព្រំប្រទានអន្តរជាតិនិងយុទ្ធធរអន្តរជាតិបារាំងក៏ជួយជាសម្ព័ន្ធមិត្តជួយដាស់តឿនជួយដុកជួយដានឯបន្តិចទៅតែប៉ុណ្្នឹងទេបាទឥឡូវចូលដល់សមាជិកប្រឆាំងម្នាក់ទៀតត្រូវផ្ដន់ទាទោសដាក់ពន្ធនាគារបាទខ្ញុំឡើងដល់ម៉ានហើយ104នាក់ហើយដែលជាប់ពន្ធនាគារសុទ្ធតែជាអ្នកទោសមនសិការនេះគឺជាអត្ថបទរបស់លីកាដូទេគឺគាត់និយាយថាអ្នកដែលជាប់ទោសរបស់គណៈបកប្រឆាំងហ្នឹងគឺឈ្មោះលោករ៉ាវុធបាទគឺទៅពួកជាប់ពន្ធនាគារ3ឆ្នាំពីបទប្រមាថព្រះមហាក្សត្រជំវិញការបង្ហោះសារលើបណ្ដាញសង្គមបាទលោករ៉ាវុធនេះគឺគេចាប់ខ្លួន
យូរហើយគាត់ជាសកម្មជនរបស់គណៈបកកម្លាំងជាតិនៅខណ្ឌពោធិ៍សែនជ័យអាជ្ញាធរចាប់ខ្លួនតាំងពី15សីហា2025ម្លេះបាទខ្ញុំស្លេះរឿងនេះប៉ុណ្ណេះសិនហើយខ្ញុំទៅផ្ដល់ព័ត៌មាន2ទៀត3ទៀតដើម្បីឲ្យចប់ខ្ញុំជឿថាមិនចប់ទេនៅខ្ញុំនៅតែជាពាក់តែទៅរឿងអគ្គរដ្ឋទូតអាមេរិកមិនអាចមាននៅកម្ពុជាដោយសារតែ2ឆ្នាំជាងហ្នឹងតើមូលហេតុអីខ្ញុំនឹងយកទៅប្រើផ្សាយពេលថ្ងៃស្អែកចោះតែរឿងតាក់ទងនឹងរឿងតម្លៃប្រេងឆៅប្រែប្រួលតាមខ្យល់នយោបាយអាមេរិកនិងអ៊ីរ៉ង់បាទខ្ញុំនឹងបញ្ចប់ព័ត៌មាននេះត្រង់ថាអញ្ចេះមកដល់ម៉ោងនេះគឺស្ថានភាពអ៊ីរ៉ង់និងអាមេរិកនេះគឺហាក់បីដូចជាហើមស្រក់ទេបងប្អូនព្រោះម្សិលមិញបើតាមឮគឺខាងលោក Marco Rubio រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកគឺមានសេចក្តីសង្ឃឹមគាត់ថាគាត់មានសុទ្ធិធិនិយមថានឹងមានដំណោះស្រាយហើយតាក់ទងជាមួយនឹងអ៊ីរ៉ង់ហ្នឹងអាចនឹងមានការចរចាមួយហើយព្រោះអីគាត់ថាអឺមានការសម្របសម្រួលដាក់សំណើមកមើលទៅអ៊ីរ៉ង់ដូចជាព្រមច្រើនហើយដល់គ្រាន់តែលឺសូប៉ុណ្ណឹងព្រមច្រើនហ្នឹងទៅតងបរិមាណណូណាបងប្អូនគ្រាន់តែប៉ុណ្ណឹងភ្លាមប្រេងឆៅចុះកំហុកភ្លាមហើយគ្រាន់តែបានប្រហែលប្រមាណមកស្រាប់តែមេដឹកនាំអ៊ីរ៉ង់គេថាអារឿងអ៊ុយរ៉ាញ៉ូមអីហ្នឹងគឺអត់មានឲ្យអាមេរិកគ្រប់គ្រងទេគឺគេសុកចិត្តយកទៅកំទេចខ្លួនឯងអីចឹងទៅប្រេងឡើងមកវិញភ្លាមចឹងវិញហ្នឹងឃើញបងប្អូនតែឥឡូវនេះស្រាប់តែលោកត្រាំថាអត់មានទេបើអាអ៊ីរ៉ង់អាអ៊ុយរ៉ាញ៉ូមមានប្រមាណ900តោន900ផោនប្រហែលជា4-500គីឡូហ្នឹងគឺបើអាមេរិកត្រូវតែចូលទៅយកមកកំទេចចោលនៅអាមេរិកអត់ឲ្យអ៊ីរ៉ង់ចាត់ចែងខ្លួនឯងអាមេរិកអត់ត្រូវការហ្នឹងទេប៉ុន្តែយកមកកំចាត់ចោលខ្លួនឯងនៅនេះដើម្បីឲ្យដឹងថាអស់អ៊ុយរ៉ាញ៉ូមកុំឲ្យអ៊ីរ៉ង់មានអាហ្នឹងដើម្បីផលិតបរិមាណណូហើយបើអ៊ីរ៉ង់អត់ព្រមទេគឺមានបញ្ហាគ្នាទៀតគ្រាន់តែប៉ុណ្ណឹងប្រេងឆៅឡើងថ្លៃប្រាវទៀតបាទបងប្អូនតែយ៉ាងណាមើលទៅកាន់តែខិតគៀកទៅដែរហើយព្រោះអីអ៊ីរ៉ង់មើលទៅជៀសមិនផុតពីការព្រមឈប់ផលិតអាវុធបរិមាណណូហ្នឹងទេព្រោះបើមិនអញ្ចឹងអាមេរិកនឹងវាយកំទេចតិចខ្ទីអីចឹងណាបងប្អូនរឿងនេះគឺអ៊ីរ៉ង់ក៏ពិបាកដែរព្រោះខ្លួនដឹកនាំប្រទេសបែកផ្ដាច់ការពេកទៅវាអត់មានប្រទេសណាគេគ្រប់គ្រងអ៊ីរ៉ង់សោះអាមេរិករំលោភឈ្លានពានអ៊ីរ៉ង់មិនមែនត្រូវទេណាប៉ុន្តែប្រទេសនៅលើពិភពលោកអត់គ្រប់គ្រងអត់មានណាកោលទោសឬក៏ចង់និយាយថាអត់មានណានៅខាងអ៊ីរ៉ង់ច្រើនដែរព្រោះយើងធ្វើប្រទេសផ្ដាស់យូរឆ្នាំពេកចឹងហើយបានថាមេដឹកនាំយើងធ្វើឲ្យប្រទេសមានប្រជាធិបតេយ្យមានសន្តិភាពមានការផ្សះផ្សាជាតិមានអីឲ្យល្អសិទ្ធិមនុស្សនឹងឲ្យត្រឹមត្រូវដើម្បីអីពេលមានរឿងអីជាមួយប្រទេសជិតខាងយើងបានប្រទេសជាមិត្តជួយយើងឥឡូវសូម្បីកម្ពុជាអត់លីងអត់មានណាជួយយើងម្នាក់ហើយតែឥឡូវចូលដល់ព័ត៌មានតែម្ដងកុំឲ្យខាតពេលសំណួរសួរថាតើប្រជាពលរដ្ឋខ្មែរប្រមាណអ្នកដែលដឹងថាអុកញ៉ា Gen Z មានក្រុមហ៊ុនដែលបានចុះបញ្ជីនៅខ្មែរចំនួន146ក្រុមហ៊ុនបងប្អូនគឺជិត200ក្រុមហ៊ុនជិត150ក្រុមហ៊ុនតាមពិតសំណួរនេះគឺលើកឡើងដោយកញ្ញាសុនរដ្ឋាដែលជាចលនាយុវជនយុវតីចលនាមេដាធម្មជាតិទេព្រោះអីគាត់បានស្រាវជ្រាវឯកសារច្រើនណាស់តាក់ទងរឿងលោកញ៉ាចិនស៊ីនោះគាត់សួរសំណួរដូចនេះតើពលរដ្ឋប្រមាណអ្នកដឹងថាអ្នកអង្គញាលោកអង្គញាចិនស៊ីមានក្រុមហ៊ុនចុះបញ្ជីនៅកម្ពុជាជាង100ជិត150ក្រុមហ៊ុនហ្នឹងគាត់ថាជាទូទៅគឺអឺគាត់ស្រាវជ្រាវឯកសារហ្នឹងគឺគាត់ចង់បានឲ្យរដ្ឋាភិបាលនឹងបញ្ជាក់ថាក្រុមហ៊ុនអីគេខ្លះអីអញ្ចឹងតើមានចំណាត់ការទៅលើក្រុមហ៊ុនទាំងអស់ហ្នឹងដែរឬទេតាមពិតយើងមិនមានអីភ្ញាក់ផ្អើលទេបើសិនជាអង្គការ Gen Z មានក្រុមហ៊ុនរាប់រយនៅកម្ពុជាព្រោះអីក្រុមហ៊ុន Prince Group ក្រុមហ៊ុនធនាគារក្រុមហ៊ុនអចលនទ្រព្យក្រុមហ៊ុនស្អីហ្នឹងវាជារបៀបនៅក្នុងការលាងលុយគឺគេត្រូវបង្កើតឲ្យច្រើនមានជាក្លឹបមានជាបនលបែងមានជាសន្តាគារមានជាផ្ទះសំណាក់មានជាដីឡូមានជាបូរីមានអីហ្នឹងព្រោះនេះគឺជារបៀបលាងលុយនៅស្រុកណាក៏គេធ្វើអញ្ចឹងដែរព្រោះលាងលុយគឺគេយកអាលុយបានមកពីអំពើទុច្ចរិតដើម្បីបញ្ចូលទៅក្នុងប្រភពហិរញ្ញវត្ថុស្របច្បាប់ដើម្បីទៅជាវត្ថុស្របច្បាប់ហិរញ្ញវត្ថុស្របច្បាប់គឺតាមរយៈការបង្កើតអាជីវកម្មស្របច្បាប់អត់ខុសច្បាប់ទេបង្កើតធនាគារក៏អត់ខុសច្បាប់បង្កើតជាភោជនីយដ្ឋានសន្តាគារកាស៊ីណូឬក៏ក្រុមហ៊ុនអចលនទ្រព្យឬក៏ក្រុមហ៊ុនទេសចរក្រុមហ៊ុនស្អីសពបែបយ៉ាងទាំងអស់ហ្នឹងគឺអត់ខុសច្បាប់ទេក៏ប៉ុន្តែអំពើដែលប្រព្រឹត្តយកលុយទៅលាងហ្នឹងគឺខុសច្បាប់ហេតុអីបានជាគេលាងលុយតាមរបៀបហ្នឹងឧទាហរណ៍បងប្អូនបើយើងមានលុយ5លានដុល្លារពីការលក់កញ្ឆាឬក៏ជួញដូរគ្រឿងញៀនឬក៏ឆបបោកអនឡាញលុយទាំងអស់នេះអត់អាចចូលនៅក្នុងប្រភពហិរញ្ញវត្ថុស្របច្បាប់បានទេព្រោះវាអត់ដឹងខ្ទង់មកពីណាក៏ប៉ុន្តែបើបងប្អូនសាកបើកសន្តាគារមួយមើលហើយបងប្អូនដាក់ថាសន្តាគារហ្នឹងអត់ដែលមានមនុស្សចូលទេមនុស្សអត់មានចូលទេមួយថ្ងៃ2 3នាក់ប៉ុន្តែអ្នកនោះដាក់ថាភ្ញៀវមានមួយថ្ងៃ500នាក់ចឹងទៅឧទាហរណ៍ព្រោះគាត់មាន
មកពាន់បន្ទប់គាត់បើកចោលចឹងសង់សន្តាគារនឹងចោលជាដូចទីក្រុងខ្មោចចឹងអត់មានមនុស្សអត់មានអីប៉ុន្តែចំណូលគឺមួយខែអាច$50 លានមួយឆ្នាំមក$50 លានអញ្ចឹងចាស់ដោយសារចំនួនភ្ញៀវហើយសន្តាគារផ្កាយ5អីអញ្ចឹងទៀតដូច្នេះដល់ពេលគាត់រាយបំប៉ោងតួលេខហ្នឹងតើអា$50 លានមួយឆ្នាំហ្នឹងបានមកពីណាគឺបានមកពីលុយដែលលៀងមិញនេះ$50 លានលក់កឆាឬឆបោកអនឡាញនេះគឺត្រូវបញ្ចូលតាមច្រកធនាគារហ្នឹងបានន័យថាបានពីភ្ញៀវដែលមកស្នាក់នៅសន្តាគារធនាគារសន្តាគារហ្នឹងបងប្អូននិយាយរឿងខុសហ្នឹងពេលដែលខ្ញុំនិយាយសូមបងប្អូនអធិស្ឋានផងពេលខ្លះនិយាយអត់ដឹងខ្លួនថានិយាយលឿនពេកដូចម្សិលមិញនិយាយពីរឿងនាងលក្ខណៈវ៉ាន់លក្ខណៈនៅជប៉ុននោះទៅប្រាប់ថានាងនៅកូរ៉េឯណានោះខ្ញុំសុំទោសតាមពិតចង់និយាយជប៉ុនដល់និយាយកូរ៉េអាចារ្យហ្វីទៅកូរ៉េគេទៅតាមពិតគាត់នៅជប៉ុនទេអីអញ្ចឹងទៅពេលខ្លះវាលឿនពេកបងប្អូនខ្ញុំសូមអធិស្ឋានព្រោះអត់មានអ្នកណាជួយកែខ្ញុំតាន់ទេខ្ញុំនិយាយផ្ទាល់អញ្ចឹងហើយអត់មាន AI អត់មានអីទេគឺថា Zin ហ្មងគឺថា organic គឺសរីរាង្គគឺអត់មានថ្នាំពុលថ្នាំគីមីអីចឹងវាខុសខ្លះអីខ្លះដូចបន្លែចឹងបងប្អូនមានតកៅចោះមានស្លឹកធូស្លីខ្លះអាហ្នឹងគឺអត់ប្រើគីមីទេយកទៅសុំអធិស្ឋានវាមិនល្អផូរផង់ទេប៉ុន្តែអត់ឈឺកាពះអត់ឈឺពោះឬកើតជំងឺមហារីកអញ្ចឹងក្នុងន័យនេះគឺដល់ពេលគាត់លាងលុយគាត់បើកធនាគារហ្នឹងគឺឲ្យលុយប្រជាពលរដ្ឋខ្ចីទៅនឹងអតិថិជនហ្នឹងមិនដឹងប្រមាណហើយការប្រាក់ការអីយូរទៅបំប៉ោងអាតួលេខហ្នឹងឲ្យមួយឆ្នាំធនាគារចំណេញ$100 លានឧទាហរណ៍អត់ចំណេញទេតែមួយឆ្នាំចំណេញ$100 លានអញ្ចឹងយកអាលុយពីហ្នឹងយកទៅបញ្ចូលតាមការចំណេញហ្នឹងអាលុយដែលមិញហ្នឹងបើយកទៅទុកនៅកណាក៏ចូលក្នុងប្រព័ន្ធហិរញ្ញវត្ថុបានចូលតាមប្រព័ន្ធធនាគារហ្នឹងយកមកលុយស្អាតថាបានមកពីអតិថិជនខ្ចីប្រាក់ឥណទានប្រាក់អីអញ្ចឹងទៅហកកាស៊ីណូបនលបែងអីអញ្ចឹងគឺថាភ្ញៀវចាញ់មួយឆ្នាំ$500 លានអញ្ចឹងទៅថាបានចំណូលពីភ្ញៀវចាញ់$500 លានណែណាទៅឆែកទៅផ្ទៀងផ្ទាត់តែគាត់ថា$500 លាន500 លានណាយកលុយលៀងហ្នឹងយកចូល$500 លានត្រូវច្បាប់អស់ដូច្នេះគឺជាវិធីមួយដែលលាងលុយកខ្វក់ហើយអត់មានអីភ្ញាក់ផ្អើលទេបើសិនជាគាត់មានមែនគ្រាន់តែថាអ្វីដែលអត់ភ្ញាក់ផ្អើលគឺហើយក៏អត់ភ្ញាក់ផ្អើលទៀតដែររដ្ឋាភិបាលអត់មានតម្លាភាពនៅក្នុងការផ្សាយមកក្រុមហ៊ុននឹងមានប្រមាណអីអញ្ចឹងទៅហើយបានស៊ើបអង្កេតប្រមាណបិទប្រមាណបង្កក់លុយប្រមាណមកដល់ម៉ោងនេះរដ្ឋាភិបាលកម្ពុជាអត់បានបង្កក់លុយលោកចិនស៊ីសំបីតែ$1ឡើយទេគេបង្កក់$15,000 លាននិយាយទៅជុំវិញពិភពលោកគេបង្កក់អស់ហើយលុយខ្មែរយើងអត់ទាន់មានទេអញ្ចឹងហើយរឿងនេះឲ្យបានជាចលនាមេដាធម្មជាតិចិត្តតែចង់ឲ្យរដ្ឋាភិបាលឲ្យមានតម្លាភាពវាមិនចង្រៃអីទេនៅក្នុងការផ្សាយប្រាប់ព័ត៌មានមកថាក្រុមហ៊ុនណាខ្លះបង្កក់អីខ្លះបិទអីគេខ្លះឡាក់នឹងឡាក់ប៉ុន្តែជាទូទៅទម្លាប់របស់រដ្ឋាភិបាលកម្ពុជាគឺចង់នៅស្ងៀមជាជាងស្ដីទៅពីជ័យខ្ចីជាជាងតនេមាត់ស្ងាត់ទៅជឿថាប្រជាពលរដ្ឋឈប់និយាយទៅគេភ្លេចទៅបងប្អូនកុកនឹងជុងទេណារឿងនេះគឺជារឿងសិលធម៌វិជ្ជាជីវៈនិងការទទួលខុសត្រូវរបស់រដ្ឋាភិបាលតែយើងត្រូវតែថាប្រជាពលរដ្ឋអត់សួរមិនបាច់ប្រាប់មែនទេការងាររបស់រដ្ឋាភិបាលគឺត្រូវប្រាប់ព័ត៌មានដល់សាធារណជនឲ្យមានតម្លាភាពបើមិនចឹងគេចោទថាយើងអញ្ញៃពុតបុតហ្នឹងបាទឥឡូវខ្ញុំស្លេះរឿងហ្នឹងប៉ុណ្ណឹងសិនចលនាមេដាធម្មជាតិដដែលហ្នឹងគាត់ឆ្ងល់រឿងមួយទៀតរឿងមាសរាប់ពាន់លានដុល្លារហូរចូលកម្ពុជាហេតុអ្វីអត់មាននរណាហ៊ានបកស្រាយអារឿងមាសហូរចូលប្រទេសកម្ពុជានេះបងប្អូនគឺព័ត៌មាននេះគឺចលនាមេដាធម្មជាតិគាត់បានស្រាវជ្រាវលើកមុនម្ដងហើយប៉ុន្តែឥឡូវនេះអត់ទាន់មានអ្នកណាតបសោះគាត់សួរថាមាសរាប់ពាន់លានដុល្លារហូរចូលកម្ពុជាហេតុអ្វីគ្មានអ្នកណាបកស្រាយមានមនុស្សមួយចំនួនកំពុងឈឺចិត្តឆ្អិតទ្រូងចំពោះតាទិន្នន័យដែលយើងយកមកពីអគ្គនាយកដ្ឋានកយអញ្ចឹងខាងចលនាមេដាធម្មជាតិគាត់ថាអញ្ចឹងអំពីការនាំមាសដុំចេញពីប្រទេសថៃចូលមកប្រទេសកម្ពុជាប៉ុន្តែហេតុអ្វីអត់ហ៊ានសួរចំណុចដែលមានប្រយោជន៍ដើម្បីឈ្មោះទៅរកដំណោះស្រាយគាត់សួរថាបើទិន្នន័យកយថៃអត់ត្រឹមត្រូវហេតុអ្វីអាជ្ញាធរកម្ពុជាមិនហ៊ានចេញទិន្នន័យផ្លូវការមកបកស្រាយហេតុអ្វីយើងត្រូវខ្លាចទិន្នន័យហ្នឹងហេតុអ្វីនាំចូលមាសប្រមាណ2.25ទៅ2.45ពាន់លានដុល្លារនៅក្នុងរយៈពេលត្រឹមតែ7ទៅ8ខែក្នុងឆ្នាំ2025ប៉ុន្តែគ្មានការផ្ទៀងផ្ទាត់ឬបកស្រាយជាសាធារណៈទៅកាន់ប្រជាពលរដ្ឋខ្មែរហើយរឿងនេះមិនមែនមានតែចលនាមេដាធម្មជាតិទេដែលលើកឡើងឯងវាមិនមែនជារឿងថ្មីថ្មោងនោះឡើយសូម្បីតែសារព័ត៌មានអន្តរជាតិនិងសារព័ត៌មានអរិយធំក៏បានចុះផ្សាយនៅតាមដានការហូរចូលឬក៏ហូរចេញមាសនេះមិនធម្មតានោះដែរនៅក្នុងនោះមានទាំងសារព័ត៌មាន Reuters មានបានរាយការណ៍ថាបាននាំមាសចេញពីថៃមកកម្ពុជាមានតម្លៃ2300
50,000 លានដុល្លារនៅក្នុងរយៈពេលត្រឹមតែ8 ខែដំបូងនៃឆ្នាំ2025ហើយប្រៀបធៀបទៅនឹង3,000 លានជាងដុល្លារក្នុងមួយឆ្នាំក្នុងឆ្នាំ2024តែអញ្ចឹងទៅ Reuters ក៏បានបញ្ជាក់ទៀតថាការកើនឡើងនេះធំខ្លាំងដល់ថ្នាក់ធនាគារកណ្ដាលថៃចាប់ផ្ដើមពិភាក្សាអំពីការស៊ើបអង្កេតនិងវិធានការគ្រប់គ្រងលើការជួញដូរមាសនេះចំណែកឯសារព័ត៌មានអាមេរិកដ៏ល្បីគឺ The Bloomberg ក៏បានចុះផ្សាយអំពីរឿងនេះដែរតាមរបាយការណ៍ Bloomberg ការនាំចេញមាសពីថៃមកកម្ពុជាមានតម្លៃប្រមាណ 2,250 លានដុល្លារនៅក្នុងរយៈពេល7 ខែដំបូងនៃឆ្នាំ2025គឺកើនឡើង19%បើធៀបទៅនឹងឆ្នាំ2024យើងកំពុងនិយាយអំពីមាសដែលមានតម្លៃរាប់ពាន់លានដុល្លារកំពុងផ្លាស់ទីឆ្លងកាត់ព្រំដែនក្នុងរយៈពេលមិនដល់1ឆ្នាំផងក្នុងឆ្នាំ2025មានមនុស្សខ្លះនិយាយថាទិន្នន័យនេះចាស់ពីឆ្នាំ2025ហើយហេតុអីបានជាពេលនេះទើបនិយាយអញ្ចឹងពួកគាត់សួរថាតើបើមានប្រតិបត្តិការមាសរាប់ពាន់លានដុល្លារដែលមើលទៅមិនប្រក្រតីហេតុអីគេមិនស្នើឲ្យមានការស៊ើបអង្កេតការស្នើឲ្យមានតម្លាភាពនិងការស៊ើបអង្កេតមិនមែនជាបទអក្រិតដែរណានៅក្នុងសង្គមប្រជាធិបតេយ្យវាគឺជាសិទ្ធិរបស់ប្រជាពលរដ្ឋគ្រប់រូបទេតាបាទអានេះគឺគ្រាន់តែជាសំណួរនឹងការឆ្ងល់របស់សារព័ត៌មានរបស់ចលនាមេដាធម្មជាតិទុកឲ្យឆ្ងល់ទៀតចុះហើយចាំមើលតើកម្ពុជានឹងដោះសារឬក៏ការពារប៉ុណ្ណាតែជាទូទៅទម្លាប់របស់រដ្ឋាភិបាលកម្ពុជាហ្នឹងគឺទាត់ចោលថាអង្គការនេះមានចេតនានយោបាយខូចចង់លៀបពណ៌អីរដ្ឋាភិបាលប៉ុន្តែខ្លួនឯងអត់ព្រមផ្សាយព័ត៌មានហ្នឹងដើម្បីជាផុសតាងឯងគេចោទថាណែឯងបានរំលោភកូនគេអញ្ចឹងទៅយើងថាអត់ទេកូនខ្ញុំស្អាតស្អំនិយាយតែប៉ុណ្្នឹងហ្មងអត់មានប្រាប់ថាទេកូនខ្ញុំនៅថ្ងៃហ្នឹងម៉ោងហ្នឹងមិននៅកន្លែងហ្នឹងទេគាត់មិនបានស្គាល់ក្រុមគ្រួសារនេះទេលាក់នឹងលាក់អីអូយដូចថានិយាយទៅប្រាប់ថាអត់អញ្ចឹងគឺថារួចខ្លួនបើទៅតុលាការយើងចាញ់ក្តីគេអតីតប្រធានសិទ្ធិមនុស្សកម្ពុជាអំពាវនាវមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាអំពាវនាវឲ្យស្ដារស្ថានភាពសិទ្ធិមនុស្សនិងសាងកុសលធម៌ដើម្បីសង្គមជាតិខ្ញុំដកស្រង់សម្ដីរបស់អ្នកស្រីច័កសុភាពទេតាមពិតជានាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាដែលឥឡូវនេះគាត់បានឈប់បាត់ទៅហើយគាត់តែងតែផ្សាយព័ត៌មានច្រើនតាក់ទងនឹងលោកកឹមសុខានិងបញ្ហាសិទ្ធិមនុស្សនៅកម្ពុជាលើកនេះគាត់និយាយថាធ្លាប់ជាសហការីធ្វើការជាមួយលោកកឹមសុខាកាលគាត់នៅជាអ្នកសម្ភាសចុងក្រោយមុនសម្រាប់ផ្ដល់ការងារឲ្យខ្ញុំធ្វើជាជំនួយការតស៊ូមតិនៅមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបើកាលមុនលោកកឹមសុខាជាប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាមុននឹងបើកគណៈបកសិទ្ធិមនុស្សនោះបាទគាត់ដឹងថាឪពុករបស់ខ្ញុំធ្វើជានគរបាលតែគាត់មិនបានដៅមុខសញ្ញាលើខ្ញុំសំបីតែបន្តិចគាត់មានតែបារម្ភថាតើគ្រួសារខ្លាចទេដែលក្មួយមកធ្វើការខាងសិទ្ធិមនុស្សដូច្នេះថ្មីបើមិនបានធ្វើការផ្ទាល់ច្រើនជាមួយគាត់ពេលនោះតែគាត់ជាមនុស្សមានឆន្ទៈគួរឲ្យគោរពគាត់សម្ដៅទៅលើលោកកឹមសុខាលោកស្រីចាស់សុភាពបន្តទៀតថាគាត់ពេលគាត់ឈប់ពីមជ្ឈមណ្ឌលទៅបង្កើតគណៈបកគាត់មិនដែលលូកដៃជ្រៀតជ្រែកកិច្ចការស្ថាប័នហើយគាត់គោរពការសម្រេចចិត្តសហការីដោយមិនមានការបង្ខិតបង្ខំអ្វីទាំងអស់តួយ៉ាងដូចគាត់ធ្លាប់ហៅខ្ញុំឲ្យចូលរួមការងារគណៈបកជាមួយគាត់ពេលប្រជុំប្រកាសបុគ្គលិកអំពីការលាលែងនិងទៅបង្កើតគណៈបកសិទ្ធិមនុស្សនៅឆ្នាំ2007តែខ្ញុំបដិសេធហើយគាត់ក៏ញញឹមនិងអរគុណខ្ញុំដែលនៅតែបន្តការងារជាមួយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជានេះគ្មានភាពមងសៅគ្មានការអាក់អន់ចិត្តគឺគាត់មានតែជូនពរសហការីឲ្យនៅបន្តមកដល់ពេលនេះគាត់ត្រូវរងបាត់ចោលទាំងអយុធធម៌ដោយសារតែភាពសកម្មនិងប្រជាប្រិយភាពការនយោបាយរបស់គាត់អ្នកស្រីច័កសុភាបន្តទៀតថាខ្ញុំមិនសង្ឃឹមថាគាត់អាចទទួលបានយុត្តិធម៌ដែលបានបាត់បង់ច្រើនឆ្នាំនោះមកទេតែសង្ឃឹមថាអ្នកនយោបាយជើងចាស់និងថ្មីទាំងឡាយអាចពិចារណាឡើងវិញផ្សះផ្សាជាតិមិនគួរបន្តយកខ្មែរជាពិសេសបុគ្គលសកម្មជាសត្រូវនោះឡើយសកម្មជនជាច្រើនបានបែកបាក់ក្រុមគ្រួសារខកខានមិនបានជួបអ្នកមានគុណចុងក្រោយទូយ៉ាងដូចជាលោកយីមលៀងហ៊ីជាដើមឬក៏ម្ដាយចាស់ជរារបស់ប្អូនកើតសរាយនិងសកម្មជនដទៃទៀតដោយលោកកម្មសុខាគាត់គួរអាចប្រើពេលវេលាមើលថែម្ដាយឲ្យបានប្រសើរជាងនេះហើយខ្ញុំជឿថាគ្មានថ្នាក់ដឹកនាំឬអ្នកនយោបាយណាឬបុគ្គលណាម្នាក់ចង់បែកពីគ្រួសារខ្លួននោះទេសូមស្ដារស្ថានភាពសិទ្ធិមនុស្សនិងសាងកុសលធម៌ដើម្បីសង្គមជាតិបាទប្រជាពលរដ្ឋស្ទើរតែគ្រប់គ្នានិយាយដូចគ្នាចង់បានឲ្យខ្មែរផ្សះផ្សាកុំឲ្យលឺតែនយោបាយប្រជាពិធដ្ឋមាត់ជាចិត្តជាទេវទត្តមាត់ជាទេវតាសិតតែផ្សះផ្សាប៉ុន្តែយកខ្មែរគ្នាឯងជាសត្រូវងើបមួយវាយមួយអញ្ចឹងយើងធូរបន្តិចដែរយ៉ាងហោចណាស់ក៏អាជ្ញាធរអនុញ្ញាតឲ្យលោកកឹមសុខាទៅជួបម្ដាយមិនដាច់ចិត្តបេតាអីផឹងពេកដែរតែយ៉ាងណានៅក្រោយជួបម្ដាយបានតែ1ម៉ោងអាជ្ញាធរមានសមត្ថកិច្ចនឹងក៏បញ្ញាប់ដឹក
លោកកម្មសខាទៅវិលទៅលំនៅឋានរបស់លោកវិញនៅឯខណ្ឌទួលគោកហ្នឹងរឿងដែលសំខាន់ចេះព្រឹកមិញហ្នឹងគឺសមត្ថកិច្ចប៉ូលីសបានដឹកលោកកម្មសខាទៅជួបម្ដាយប្រហែលជាម៉ោង8ជាងជិត9ព្រឹកហ្នឹងបងប្អូនឃើញហើយទៅហូរយំអើងអាប់ពេញទឹកពេញដីហ្នឹងហើយលោកកម្មសខាពេលដែលចូលទៅហើយក៏បាននិយាយអោបម្ដាយយ៉ាងស្និទ្ធស្នាលដូចជាអាឡោះអាល័យខ្លាំងមែនតើហើយម្ដាយលោកហ្នឹងក៏មែនតើហ្នឹងគឺឮសំឡេងកូននិយាយហ្នឹងគឺពេលខ្លះហ្នឹងមិនអាចតបអីបានដោយសារភ្លឹបគេឲ្យធေါ်ប្រហែលថ្ងៃទៅហើយហ្នឹងក៏ឃើញងក់ក្បាលក៏ឃើញដូចជាធ្វើមាត់មហប់ពេលខ្លះក៏ឃើញជាព្រិចភ្នែកឬក៏ចង់លើកដៃកម្រើកម្រាមអឺអឺដែលជាទៅថាជាសញ្ញាណបញ្ជាក់ប្រាប់ថាគាត់នៅដឹងនៅស្ដាប់ឮហើយជាពិសេសស្ដាប់ឮហ្នឹងគឺស្ដាប់ឮកូនសំណាប់របស់គាត់ហ្នឹងតែម្នាក់គត់ដែលគាត់ស្រឡាញ់គាត់ពេញចិត្តដែលគាត់ចង់បានជួបចង់អីច្រើនគ្រាហើយក៏ប៉ុន្តែនៅឆ្ងាយគ្នាពេកដែលមិនអាចនឹងជួបបានឆ្ងាយហ្នឹងមិនមែនឆ្លងមហាសាគរឯណាទេគឺបានន័យថាឥឡូវយកមកដាក់ផ្ទះមកប្អូនស្រីគាត់ហ្នឹងនៅបរិយាមួយនៅក្រុងភ្នំពេញនៅក្បែរផ្ទះលោកកម្មសខាតាកាលលើកមុនហ្នឹងយកទៅគាត់ទុកនៅខេត្តតាកែប៉ុន្តែក្រោយមកដោយសារស្ថានភាពដាបហើយប្រហែលជាអាចដោយសារតែត្រូវការមានពេទ្យមានម៉អីអាចរកបានងាយឬក៏គួរឲ្យទុកចិត្តជាងនៅភ្នំពេញអញ្ចឹងទៅបានជាយកគាត់ផ្ទេមកដាក់នៅផ្ទះប្អូនស្រីរបស់លោកកម្មសខានៅបរិយានៅភ្នំពេញដែរដើម្បីកុំឲ្យឆ្ងាយគ្នាប៉ុន្តែនៅតែឆ្ងាយមែនតើរហូតតតែដង្ហើមផ្ទឹកចុងក្រោយហ្នឹងទើបអាជ្ញាធរអនុញ្ញាតឲ្យទៅជួបអីចឹងតាមពិតមិនត្រូវការទៅហាមឃាត់នៅក្នុងការជួបម្ដាយវ័យ100ឆ្នាំហើយបងប្អូនគាត់នឹងរស់បាន10ឆ្នាំប្រហែលដងទៀតនិយាយរួមគឺលោកយាយជរាព្យាធិរបស់ម្ដាយដែលជាម្ដាយលោកកម្មសខានេះគឺពេលវេលារបស់គាត់ហ្នឹងគឺ count down ណាបងប្អូនបានន័យថារាប់ថយក្រោយខ្ញុំសុំទោសដែលមិនមែនជាការប្រមាថការទានអីដល់អាយុជីវិតរបស់គាត់ទេខ្ញុំបួងសួងបន់ស្រន់សូមឲ្យគាត់ក្រោយពីជួបលោកកម្មសខាហ្នឹងឲ្យនៅមានកម្លាំងបញ្ញាជាពិសេសគឺផ្លូវចិត្តនឹងនៅរឹងមាំដើម្បីបន្តរស់នៅអាចនឹងជួបបានមុខកូនបានម្ដងម្កាលអីទៀតចឹងណាព្រោះជាងការដែលបាត់ទៅភ្លាមហើយក៏ចង់ឃើញឱកាសចុងក្រោយហ្នឹងចង់ឃើញលោកកម្មសខាហ្នឹងបានមានសេរីភាពឲ្យច្រើនបំផុតនៅក្នុងការយ៉ាងហោចណាស់ក៏នៅអាចណែបនិតជាមួយម្ដាយហ្នឹងឲ្យបានយូរតាមដែលអាចធ្វើទៅបានមិនចំពោះថា1ថ្ងៃ2ថ្ងៃ3ថ្ងៃ5ថ្ងៃ10ថ្ងៃ1ខែអីក៏ដោយគឺអាជ្ញាធរហ្នឹងក៏គួរតែសម្រួលសពបែបយ៉ាងដើម្បីឲ្យគាត់បានទៅនៅណែបនិតក្បែរម្ដាយព្រោះដូចខ្ញុំនិយាយចឹងគឺ count down គឺរាប់ថយក្រោយហើយគ្មានពេលវេលាមកវិញទេគឺពេលវេលានេះគឺជាពេលវេលាដ៏សោកសង្រេងនិងសំខាន់បំផុតហើយគឺជាពេលវេលាដែលយើងត្រូវដាក់ចោលការដែលយល់ខ្វែងគ្នាការដែលស្អប់គ្នាងើបមួយវាយមួយចាត់ទុកគ្នាជាសត្រូវស៊ីសាច់ហុតឈាមហ្នឹងគឺបោះបង់ចោលទុកមកកដប់ណាសិនទៅហើយយកធម៌យកការខន្តីការអនុគ្រោះគ្នាហ្នឹងយកមកផ្ដល់ជួយគ្នាសិននៅក្នុងពេលហ្នឹងគឺគ្មានពេលណាប្រសើរជាងពេលហ្នឹងដើម្បីបង្ហាញឲ្យឃើញឆន្ទៈរបស់រដ្ឋាភិបាលកម្ពុជាថាពិតជាចង់ផ្សះផ្សាជាតិពិតជាស្រឡាញ់យុត្តិធម៌ពិតជាស្រឡាញ់សន្តិភាពអីមែនប៉ុន្តែទង្វើនេះហាក់បីដូចជាមិនដូចការនិយាយសោះព្រោះអីយើងមើលគាត់ពេលដែលលោកកម្មសខាជួបបានតែមួយផ្លែតហើយលោកកម្មសខានឹងត្រូវផ្ដាំផ្ញើទៀតផ្ដាំផ្ញើបងប្អូនកូនក្មួយចៅបងជីដូនជីតាឬក៏អ្នកសាច់សាលហិតគាត់នឹងប្រាប់ថាឲ្យជួយមើលម្ដាយផងព្រោះអីគាត់នឹងត្រូវគេនាំខ្លួនយកទៅវិញហើយកំសត់ណាស់បងប្អូនស្ដាប់ទៅស្រក់ទឹកភ្នែកម្ដាយផ្ទឹកនៅលើគ្រែមកបញ្ញាប់បញ្ញាប់ដូចមកដូចថាបញ្ញាប់ទៅវិញដោយសារมันអាចនៅយូរបានដូចថាដូចជាមានស្អីមួយដូចបណ្ដាលចិត្តនឹងឲ្យធ្វើអីរន្តាន់រន្ធត់ដូចលឿនណាព្រោះអត់អាចនឹងនៅបានយូរទេព្រោះគេបញ្ញាប់យកទៅឃុំខ្លួនវិញរឿងនេះគឺយើងឃើញប្រជាពលរដ្ឋយំស្រែកគ្រប់គ្នាលើពិភពលោកអ្នកណាក៏យំដែរខ្ញុំទទួលសារសម្លេងយំស្រែកស្រណោះអាឡោះអាល័យតាក់ទងនឹងក្រុមគ្រួសារលោកកម្មសខានិងម្ដាយនេះគឺខ្ញុំស្ទប់ទឹកភ្នែកមិនបានទេខ្ញុំចូលរួមយំជាមួយគេមកយប់ទឹកភ្លឺប៉ុន្តែខ្ញុំសម្រេចថាពេលនេះអស់ទឹកភ្នែកនឹងយំហើយខ្ញុំគ្រាន់តែនិយាយថាពេលខ្លះគឺវានៅតែខកចិត្តនឹងការដែលមិនស្រួលឲ្យគាត់បាននៅយូរជាមួយម្ដាយបានទៀតខ្ញុំដឹងថាសរសើរតែអាជ្ញាធរគេរៀបចំឲ្យបានធ្វើដូច្នេះប៉ុន្តែនៅតែគិតថានេះគឺជារឿងដែលមិនគួរកាត់ឡើងនៅក្នុងប្រទេសដែលមានសុខសន្តិភាពសោះតើសន្តិភាពនេះពិតប្រាកដប៉ុណ្ណាទៅនៅពេលដែលម៉ែនិងកូនពេលដំណាក់ដង្ហើមចុងក្រោយមិនអាចបញ្ជួបគ្នាបាននៅណែបនិតចិត្តកាយបើយើងមិនអាចទៅហៅខាត់ម្ដាយលោកកម្មសខាមិនឲ្យ
ជារៀបជាធិឬក៏អាចនឹងទទួលមរណភាពទេព្រោះអីពេលវេលាកាន់តែជ្រេណាស់ទៅហើយសម្រាប់គាត់ព្រោះវ័យ100ឆ្នាំទៅហើយប៉ុន្តែយើងអាចទិញពេលវេលាបានសម្រាប់ឲ្យគាត់មានពេលវេលានៅជាមួយម្ដាយឲ្យបានកក់ក្ដៅយូរជាងហ្នឹងអាហ្នឹងហើយតែជារឿងមនុស្សធម៌ដែលទាមទារឲ្យធ្វើឲ្យខាងតែបានហ្នឹងណាតែយ៉ាងណាឥឡូវនេះគឺលោកកម្មសខាពេលដែលជួបម្ដាយគាត់មានសារច្រើនណាស់ដែលបងប្អូនខ្ញុំនឹងអានសាររបស់គាត់ជូនបងប្អូនដែលខ្ញុំបានចាក់វីដេអូហ្នឹងឲ្យឮសំឡេងពិតរបស់គាត់ទេប៉ុន្តែខ្ញុំបានដកស្រង់សម្ដីពិតរបស់គាត់ដែលនិយាយនៅក្នុងទីនោះគឺប៉ុន្តែមុននឹងដាក់សាររបស់លោកកម្មសខាហ្នឹងគឺមានសាររបស់មេធាវីរបស់លោកកម្មសខាម្នាក់ដែរគឺអ្នកស្រីមេងសុធារីគាត់សរសេរថា1ម៉ោងនៃការជួបជុំដែលពោរពេញទៅដោយទឹកភ្នែកនិងក្តីអាឡោះអាល័យសមត្ថកិច្ចបាននាំរូបកាយឯកឧត្តមកម្មសខាទៅវិញហើយនាំរូបកាយអ្នកស្រីមេងសុភារីប្រហែលជាចង់បញ្ជាក់ថាលោកកម្មសុខាបានលាចាកតែរូបកាយពីម្ដាយទៅកន្លែងឃុំឃាំងវិញហ្នឹងតែចិត្តបេះដូងព្រលឹងដួងចិត្តនៅក្នុងដិតជាប់ជាមួយម្ដាយបើបាននៅយូរជាងហ្នឹងមិនដឹងជាល្អប៉ុណ្ណាប៉ុន្តែមិនអាចធ្វើអីបានក្រៅពីការអនុញ្ញាតពីអាជ្ញាធរអឺពេលដែលលោកកម្មសខាឡើងរថយន្តចេញទៅនឹងក៏សំលេងទង្ហោយំអើងអាប់ពីបងប្អូនក្រុមគ្រួសារកូនក្មួយសូមបន់ស្រន់សូមឲ្យគាត់បានមកម្ដងទៀតឬក៏ជាទូទៅសូមឲ្យបានរួចផុតពីការចោទប្រកាន់ឲ្យមានសេរីភាពគ្រប់គ្រាន់ដើម្បីបានមកជួបជុំគ្រួសារកុំឲ្យវេទនាដូចពេលនេះទៀតណាបាទរឿងនេះគឺខ្លោចសារណាស់បងប្អូនហើយលោកកម្មសុខានិយាយថារឿង2 3ដោយសារតែគាត់និយាយនៅពេលនោះគាត់ថាកូនមិនដែលទៅបៀតបៀននរណាទេរួចហើយបើនរណាបៀតបៀនកូនគឺឲ្យអ្នកនឹងទទួលកម្មរបស់គេទៅចោះយើងអត់មានទៅធ្វើអ្វីគេទេតាមពិតគ្រួសារលោកកម្មសខាទាំងម្ដាយលោកកម្មសខាសុទ្ធតែជាអ្នកស្រឡាញ់បុណ្យទានធម៌អានណាជាអ្នកប្រព្រឹត្តអំពើបុណ្យម្ដាយលោកកម្មសខាបើតាមប្រវត្តិគាត់រៀបរាប់មកហ្នឹងគឺសំបីតែសัตว์ក៏មិនហ៊ានសម្លាប់មិនហ៊ានកូនចៅនឹងក៏បដៅថាកុំឲ្យសម្លាប់សត្វសំបីតែជីវិតសត្វក៏គាត់ឲ្យតម្លៃដែរចុះទម្រាំមនុស្សអញ្ចឹងគ្រួសារប្រកបដោយធម៌នេះមិនគួរណាទទួលបានបាបកម្មដល់គួរឲ្យអាសូរបែបនេះសោះមិនដឹងថាតើទណ្ឌកម្មនេះវាជាទណ្ឌកម្មពីជាតិណាមកឬក៏ជាទណ្ឌកម្មពីថ្នាក់ដឹកនាំនយោបាយដែលមានចេតនាបំផ្លាញគ្នានេះទេគាត់ថាអ្នកណាបៀតបៀនលោកគឺឲ្យទទួលផលតាមយថាកម្មលោកកម្មសខាដល់ពេលយកផ្លូវធម៌មកដោះស្រាយសម្រាប់យុតិធធម៌សង្គមជាប្រធានគណៈបកមួយដែលមានប្រជាពលរដ្ឋគ្រប់គ្រង3លាននាក់ទីបំផុតគឺគ្មានអ្វីក្រៅពីយកប្រធរគឺជាទីពឹងណាព្រោះអស់មានអំពើយុតិធធម៌អីដែលអាចជួយបានហើយអញ្ចឹងពឹងលើទស្សនកម្មផលខ្ញុំជឿថាមិនមែនជារឿងខុសឆ្គងអីដែលលោកកម្មសខាត្រូវការយកទស្សនកម្មផលមកដាក់ក្នុងខ្លួនព្រោះអីយើងត្រូវចាំថានៅក្នុងប្រព័ន្ធតុលាការយុតិធធម៌នៅពេលដែលបកកាន់អំណាចធ្វើអ្វីបានតាមអំពើចិត្តហើយទៅធ្វើទុកបុកម្នេញគណៈបកប្រឆាំងស្រែកតែចិត្តចាប់ដាក់គុកចោតប្រកាន់ពីរឿងនយោបាយគ្មានថ្ងៃលែងបែបនេះគឺអត់មានអីក្រៅពីផ្លូវធម៌ទេហើយផ្លូវធម៌នេះក៏ធ្វើឲ្យប្រជាពលរដ្ឋខ្មែរជាច្រើនអស់សង្ឃឹមដែរឃើញបងប្អូនផ្ញើសារមកខ្ញុំថាបងប្អូនតើឲ្យយើងសង្ឃឹមអីទៀតបើមេបករបស់យើងមួយត្រូវបានប្រាប់ថាអហោសកម្មឬក៏យកទស្សនកម្មផលពីរងាប់ដោយការមិនចងពីអីចឹងមកហើយអញ្ចឹងតើមានអីតស៊ូអីបានទៀតខ្ញុំថាលោកកម្មសខាមានភាពឆ្លាតវៃនៅក្នុងន័យថាវិធីអហិង្សារបស់លោកគឺជំរឿសដែលគាត់ជ្រើសរើសមិនចាក់ចេញពីប្រទេសកម្ពុជាហើយនៅក្នុងផ្ទះឥឡូវនេះគឺនៅពេលដែលគេធ្វើទុកបុកម្នេញគាត់ប្រើប្រាស់អស់មធ្យោបាយហើយនៅក្នុងការឲ្យរួចខ្លួនជាទីមួយគឺផ្ដាច់សម្ព័ន្ធភាពមិនឲ្យពាក់ព័ន្ធជាមួយដៃគូនយោបាយដោយឆ្នើមរបស់គាត់ដូចជាលោកសំរងស៊ីអីអញ្ចឹងអ្នកណាថាសំរងស៊ីមនុស្សកម្មសខាមនុស្សតែមួយអីហ្នឹងឃើញសាររបស់គាត់ព្យាយាមផ្ដាច់ខ្លួនដើម្បីកុំឲ្យជាប់ពាក់ព័ន្ធជាមួយក្រុមចលនាក្រៅប្រទេសហ្នឹងដើម្បីឲ្យធូររួចខ្លួនកុំឲ្យអាជ្ញាធរកម្ពុជាហ្នឹងធ្វើទុកបុកម្នេញក៏ប៉ុន្តែទោះជាខំប្រឹងបែបណាដែលធ្វើឲ្យសម្ព័ន្ធភាពហ្នឹងមានភាពគេមើលទៅឃើញប្រឆាអីយ៉ាងណាដើម្បីដោះស្រាយឲ្យរួចខ្លួនទីបំផុតទន្សាយក៏រួចត្រីរស់ក៏រួចលោកក៏តែមិនតឹងបានជួបម្ដាយស្រួលបួលផងកំថាឡើយដល់ទៅជួបប្រជាពលរដ្ឋរបស់លោកនៅក្នុងការធ្វើនយោបាយវិញណាប៉ុន្តែបងប្អូនបើទោះបីជាលោកកម្មសខាជាប់គុកនៅក្នុងផ្ទះនៅក្នុងអីមែនខ្ញុំមិនជឿថាសម្បញ្ញៈរបស់គាត់ជាប់គុកដែរទេខ្ញុំជឿថាគាត់នៅតែស្រឡាញ់ជាតិមួយនេះហើយនឹងចិញ្ចឹមចិត្តជួយជាតិមួយនេះរហូតតគាត់និយាយប្រាប់ម្ដាយគាត់ពេលដែលទៅជួបនឹងគាត់ថាអឺកម្មរបស់គាត់គឺកម្មដោយសារតែខំប្រឹងស្រឡាញ់ជាតិពេករកខ្ញុំក្រោកក្ដួលណាស់នៅពេលដែលឮពាក្យហ្នឹងបាទតាមពិតការជួយជាតិនេះមិនមែនទទួលរងកម្មពីអីកើតទេអញ្ចឹងបានន័យថាអ្នកធ្វើកម្មពៀលើគាត់ដាក់ទុកដាក់ទោសម្នេញគាត់ហ្នឹងគឺបានន័យថា
ជាអ្នកដែលជួយបំផ្លាញជាតិឬក៏យ៉ាងម៉េចនៅក្នុងន័យថាអ្នកដែលស្រឡាញ់ជាតិបែរទៅជាជាប់គុកទៅវិញណាអាហ្នឹងវាពិបាកអញ្ចឹងណាបងប្អូនហើយគាត់និយាយទៀតថាពេលគាត់មានសេរីភាពឡើងវិញកូននឹងបួសសងគុណម្ដាយរបស់គាត់អឺសន្យារហូតតថាបើគេឲ្យមានសេរីភាពវិញទៅបួសទៅកុំឲ្យវេទនាជាពាក់ជាពិនជាមួយនយោបាយដូចថាប្រាប់ទៅអាជ្ញាធរហ្នឹងថាប៉ុណ្ណឹងបាននៅអឺទទួលស្គាល់នៅថាគាត់មិនចង់បានអីទៀតទេសូមឲ្យមានសេរីភាពឡើងវិញអីចឹងទៅគាត់ស្រឡាញ់ជាតិចង់ជួយជាតិអីដែរប៉ុន្តែទោះជាអង្វរយ៉ាងណាក៏ដូចសុំភ្លើងយ៉ាក់ដែរហើយគាត់បាននិយាយផ្ដាំម៉ែគាត់ថាឲ្យម៉ែអាយុវែងណាម៉ែអាយុវែងហ្នឹងគឺចង់បានន័យថាចាំតទៅពេលគាត់បានចេញពីមន្ទីរឃុំឃាំង27ឆ្នាំលោកកឹមសុខាលោកយាយម្ដាយរបស់លោកកឹមសុខាអាយុ100ឆ្នាំទៅហើយរួចទៅលោកត្រូវជាប់ពន្ធនាគារ27ឆ្នាំគឺជាប់ឃុំនៅក្នុងផ្ទះដែលមិនត្រឹមតែថាមានការបន្ធូរបន្ថយទេអាកាលពីថ្ងៃ30ខែមេសាគេថែម5ឆ្នាំទៀតមិនអោយចេញដំណើរទៅក្រៅប្រទេសគឺថាលោកនៅក្នុងក្តារមឈូសហើយគេយកដៃគោលទៅវាយជុំវិញគម្របក្តារមឈូសនឹង4 10 20ដៃគោលទៀតហើយឥឡូវលោកអង្វរម្ដាយថាឲ្យអាយុវែងកុំអាលទៅណាចោលកូនបាទហើយចុងក្រោយគឺយើងដឹងហើយការផ្ដាំផ្ញើរបស់គាត់គឺមានប៉ុណ្ណឹងសមត្ថកិច្ចក៏បាននាំខ្លួនទៅវិញហើយរឿងនេះគឺយើងនឹងតាមដានបន្តទៅទៀតហើយអឺបាទព័ត៌មានទី2នេះគឺតាក់ទងនឹងរឿងលោកហ៊ុនសែនស្នើឲ្យប្រជាពលរដ្ឋជួយថែរក្សានិងការពារសន្តិភាពក្នុងពេលដែលខ្មែរយើងកំពុងតែបែកបាក់គ្នាយ៉ាងដំណំក្រោមការដឹកនាំរបស់លោកនិងកូនរបស់លោកសាររបស់លោកហ៊ុនសែនដែលស្នើឲ្យប្រជាពលរដ្ឋទាំងអស់នាំគ្នាណែរក្សាសន្តិភាពនេះគឺមែនតើទៅចេញនៅពេលដែលគាត់ថ្លែងសារតាមបណ្ដាញសង្គម Facebook របស់គាត់ស្របនឹងថ្ងៃទី20ខែឧសភាដែលជាទិវាចងកំហឹងហើយទិវាចងកំហឹងនេះគឺចងកំហឹងនឹងរបបបល្ល័ង្កពូជសាសន៍ប៉ុលពតគឺគឺយើងនាំគ្នាក្តៅក្រហាយនឹងរបបនេះណាស់ហើយនៅក្នុងសាររបស់លោកគឺខ្ញុំអឺសូមដកស្រង់ប្រសាសន៍ខ្លះដែលលើកឡើងអំពីការដែលឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់នាំគ្នាថែរក្សាការពារសន្តិភាពដើម្បីទប់កុំឲ្យរបបបល្ល័ង្កពូជសាសន៍វិលត្រឡប់មកសាជាថ្មីគាត់ថាដើម្បីកុំឲ្យរបបនេះវិលត្រឡប់មកវិញសូមបងប្អូនទាំងអស់ចូលរួមថែរក្សាការពារសន្តិភាពឲ្យបានគង់វង្សពីព្រោះសន្តិភាពបានផ្ដល់ឱកាសគ្រប់យ៉ាងនៅក្នុងការកសាងសង្គមគ្រួសារសហគមន៍និងប្រទេសជាតិឲ្យកាន់តែរីកចម្រើនទៅមុខមួយទៀតគាត់បាននិយាយថាប្រជាពលរដ្ឋដែលស្លាប់នៅក្នុងរបបខ្មែរក្រហមគឺគឺថាប្រជាពលរដ្ឋឆ្លងកាត់សង្គ្រាមឆ្អែតឆ្អល់ហើយភ្នក់ភ្លើងសង្គ្រាមទឹកភ្នែកការកាប់សម្លាប់ការបំផ្លិចបំផ្លាញការជំលះប្រជាពលរដ្ឋចេញពីលំនៅឋានរបស់ខ្លួនដោយបង្ខំនិងការបង្ខំឲ្យធ្វើការដោយសត្វធាតុជាដើមលោកថាមិនតែប៉ុណ្ណោះប្រជាពលរដ្ឋកម្ពុជាត្រូវស្លាប់ដោយគ្មានថ្នាំសង្កូវព្យាបាលគ្មានអាហារបរិភោគគ្រប់គ្រាន់គ្មានសិទ្ធិសេរីភាពគ្មានលទ្ធិប្រជាធិបតេយ្យហើយសូម្បីតែសិទ្ធិរស់រានមានជីវិតដែលជាសិទ្ធិមូលដ្ឋានមានពីកំណើតរបស់មនុស្សក៏គ្មានដែរដើម្បីកុំឲ្យរបបនេះវិលត្រឡប់មកវិញគឺចូលរួមការពារសន្តិភាពខ្ញុំពេញចិត្តសម្ដីរបស់លោកហ៊ុនសែនគ្រប់ម៉ាត់តាក់ទងនឹងការដែលទប់របបបល្ល័ង្កពូជសាសន៍ឬក៏កុំឲ្យកម្ពុជាមានសង្គ្រាមវិញជាពិសេសគឺធ្វើយ៉ាងម៉េចឲ្យប្រជាពលរដ្ឋមានសិទ្ធិសេរីភាពមានប្រជាធិបតេយ្យនិងមានសិទ្ធិរស់រានជាមូលដ្ឋានវិញណាសិទ្ធិទាំងអស់នេះគឺជាសិទ្ធិមូលដ្ឋានដែលខានមិនបានហើយគឺជាធាតុផ្សំនៃសន្តិភាពប៉ុន្តែលោកក៏បានភ្លេចដែរថាសន្តិភាពមិនអាចមានកើតទេបើគ្មានយុត្តិធម៌សង្គមរឿងយុត្តិធម៌និងសន្តិភាពនេះគឺជារឿងពីរដែលដូចជាចង្វាក់រាំតាំងហ្គោឬស្លូអញ្ចឹងណាបងប្អូនគឺមិនអាចអត់មួយមានមួយទេប៉ុន្តែលោកហ៊ុនសែនគាត់លើកឡើងថាសន្តិភាពគឺសំដៅទៅលើការមានសិទ្ធិសេរីភាពមានប្រជាធិបតេយ្យនិងមានសិទ្ធិរស់រានមានជីវិតអញ្ចឹងថែរក្សាអាហ្នឹងឲ្យបានដោយលោកចិត្តគិតថាសប្តាហ៍កម្ពុជាមានសិទ្ធិរស់រានមានជីវិតមានសិទ្ធិសេរីភាពគ្រប់គ្រាន់មានប្រជាធិបតេយ្យគ្រប់គ្រាន់សូម្បីតាអា3ហ្នឹងក៏អត់មានគ្រប់គ្រាន់ដែរនៅប្រទេសកម្ពុជាខ្ញុំអត់ដឹងថាតើសាររបស់គាត់ហ្នឹងក្បត់សច្ចធម៌ប៉ុណ្ណាទេតើប្រជាពលរដ្ឋមានសិទ្ធិរស់រានមានជីវិតគ្រប់គ្រាន់ទេមិនចឹងឯសប្ងៃបើយើងមើលមួយក្រឡេកភ្នែកគឺមែនហើយប្រជាពលរដ្ឋចង់ដើរហើរប្រកបរបរវិជ្ជាជីវៈទៅណាក៏គ្មាននរណាខាត់គ្មាននរណាហាមគ្មាននរណាអីដែរគេគ្មានធ្វើទុកបុកម្នេញទេក៏ប៉ុន្តែនៅពេលដែលប្រជាពលរដ្ឋមិនជាអ្នកប្រឆាំងនឹងរដ្ឋាភិបាលទេមិនមែនជាអ្នកនៅក្នុងបកប្រឆាំងឬក៏សកម្មជនបរិស្ថានសកម្មជនដែលតវ៉ារឿងដីធ្លីសកម្មជនបញ្ហាសង្គមអីទេបើយើងមានសេរីភាពរស់រានមានជីវិតស្រួលបើសិនជាយើងអត់មានគ្រប់គ្រងរដ្ឋាភិបាលទេឧទាហរណ៍ដោយលោកបណ្ឌិតកែមលីតើសិទ្ធិរស់រានមានជីវិតរបស់គាត់ដោយសុវត្ថិភាពនឹងនៅឯណា
លោកលឹមកំយ៉ាតើសិទ្ធិរស់រានមានជីវិតរបស់គាត់នឹងនៅឯណាលោកជាវិជាតើសិទ្ធិរស់រានមានជីវិតដែលរួចផុតពីការធ្វើទុកបុកម្នេញនឹងនៅឯណាហើយអ្នកទាំងអស់នោះលោកឈុតវុធីតើសិទ្ធិរស់រានមានជីវិតរបស់ពួកគាត់នឹងនៅឯណាសិទ្ធិរបស់ពួកគាត់ហ្នឹងគឺត្រូវបានគេឆក់យកទៅបាត់ដោយសារអីដោយសារតែអត់មានសន្តិភាពដោយសារអត់មានសុវត្ថិភាពដោយសារតែពួកគាត់ឃើញអំពីបញ្ហាអសកម្មនិងការបំផ្លិចបំផ្លាញធនធានធម្មជាតិនៅក្នុងសង្គមអីចឹងទៅរិះគន់ហើយដល់ចឹងទៅមិនពេញចិត្តនឹងរដ្ឋាភិបាលនិងគណៈបកកណ្ដាលអំណាចអីចឹងទៅសិទ្ធិបែបនេះគឺគាត់ត្រូវគេដកហូតបាត់ហើយឃើញនៅអត់មានទេអញ្ចឹងសិទ្ធិនេះហាក់បីដូចជាមានតែសម្រាប់អ្នកគ្រប់គ្រងរដ្ឋាភិបាលអ្នកដែលមិនគ្រប់គ្រងរដ្ឋាភិបាលសិទ្ធិរស់រានមានជីវិតត្រឹមត្រូវនៅស្រុកខ្មែរបងប្អូនមានមើលឃើញសកម្មជនប្រមាណដែលរត់ភៀសខ្លួនទៅថៃរត់មកប្រទេសទី3អូស្ត្រាលីកាណាដាអាមេរិកហ្នឹងគឺដោយសារតែរត់គេចពីការធ្វើទុកបុកម្នេញនៃសិទ្ធិរស់រានមានជីវិតហ្នឹងតានៅបានតែអ្នកដែលគ្រប់គ្រងគណៈបកប្រជាជនកម្ពុជាសូម្បីតែមកដល់ស្រុកក្រៅហ្នឹងក៏រងការគំរាមកំហែងធ្វើទុកបុកម្នេញក្រុមគ្រួសារគេនៅផ្ទះនៅភូមិនោះទៀតណោះអាហ្នឹងគឺនឹងឬជាសិទ្ធិរស់រានមានជីវិតអាហ្នឹងគឺក៏តែមិនមានមួយទៀតគឺសិទ្ធិសេរីភាពយើងឥឡូវយើងមានសិទ្ធិសេរីភាពគ្រប់គ្រាន់ដែរបងប្អូនសាកនិយាយរិះគន់រដ្ឋាភិបាលម៉ាត់មើលបើគេមិនទៅតាមធ្វើទុកបុកម្នេញវាយមួយងើបមួយវាយមួយតាមដល់ផ្ទះអីអញ្ចឹងឬក៏ពុំមានចាប់ដាក់គុកចាប់ដាក់អីគឺតោះតែយើងសរសើររដ្ឋាភិបាលអញ្ចឹងអាហ្នឹងគេហៅសិទ្ធិដែរសិទ្ធិបានន័យថាសិទ្ធិសេរីភាពគឺសិទ្ធិនៅក្នុងការហ៊ាននិយាយអីក៏បានដែរគ្មាននរណាមកធ្វើទុកបុកម្នេញទេតែសិទ្ធិនេះគឺបានន័យថានិយាយល្អពីរដ្ឋាភិបាលរួចខ្លួននិយាយផ្ទុយពីរដ្ឋាភិបាលគឺក្បត់ជាតិឬក៏ក្រុមប្រឆាំងនិយាយទៅតវ៉ាខ្មាំងប្រឆាំងខ្មោចដោយតែរបបខ្មែរក្រហមដែរហ្នឹងតែមានមិនមែនអត់មានសិទ្ធទេនិយាយអីនិយាយទៅអត់មានណាធ្វើអីទេបើសិនជានិយាយល្អពីរដ្ឋាភិបាលតែគ្រាន់តែនិយាយផ្ទុយពីរដ្ឋាភិបាលគឺខ្មាំងភ្លាមអញ្ចឹងដូចនៅក្នុងសម័យខ្មែរក្រហមដែរគឺមហាលុតផ្លោះមហាអស្ចារ្យរួចខ្លួនរួចជីវិតបានមកគ្រាដែរដោយសារគេមិនយកទៅសម្លាប់ចោលលឿនពេកក៏ប៉ុន្តែក្បត់មនសិការក្បត់ឧត្តមគតិមានសិទ្ធិឯណាបើអត់ហ៊ាននិយាយការពិតផងហ្នឹងនិយាយតែការពារនិយាយតែដោះសារឬក៏ត្រគេដើម្បីរស់ហ្នឹងអាសាច់ជូនខ្លាបាននៅស្រុកបាននេះមិនមែនជាសេរីភាពទេហើយប្រជាធិបតេយ្យកម្ពុជាមានប្រជាធិបតេយ្យចុះសហគមន៍អន្តរជាតិគេដាក់ថ្កោលទោសដាក់ទណ្ឌកម្ម EBA 20%ដោយសាររឿងរំលោភសិទ្ធិមនុស្សប្រជាធិបតេយ្យហ្នឹងអាហ្នឹងជាអីវិញជាម៉ែត្រវាស់ដែរតាហើយប្រជាធិបតេយ្យរំលាយគណៈបកសង្គ្រោះជាតិគេចោលអស់ហើយទៅបង្កើតគណៈបក7អំពែកមកបានមកវងមកហើយទៅនាំគ្នាចូលរួមបោះឆ្នោតស្រាលទៅហើយទៅប្រាប់ថាអានឹងមានប្រជាធិបតេយ្យខ្ញុំអត់យល់ថាតើសារទាំងអស់ហ្នឹងយ៉ាងម៉េចបានជាថាអ្នកថ្នាក់ដឹកនាំបកកាយហើយគិតថាប្រជាពលរដ្ឋគាត់ជឿមែនผมឆ្ងល់ហើយគាត់មានពាក្យមួយទៀតគាត់ថាជួយរក្សាសន្តិភាពដើម្បីកុំឲ្យមានរបបបល្ល័យពូជសាសន៍វិលមកវិញខ្ញុំនិយាយថាម្ដងទៀតបងប្អូនអ្នកណាក៏បដិសេធរបបបល្ល័យពូជសាសន៍មិនឲ្យមានមកវិញដែរខ្ញុំពិតជាថ្កោលទោសរបបបល្ល័យពូជសាសន៍ប៉ុលពតខ្ញុំស្អប់ការកាប់សម្លាប់ខ្មែរគ្នាឯងណាហើយបើអត់មកជារៀងរហូតគឺអណាក៏ប៉ុន្តែអ្វីដែលយើងធ្វើសពថ្ងៃនេះគឺនៅពេលដែលអត់មានយុត្តិធម៌សង្គមណាបងប្អូនយុត្តិធម៌ហ្នឹងគឺជាធាតុផ្សំសំខាន់បំផុតសម្រាប់សន្តិភាពតែអត់មានយុត្តិធម៌ខ្មែរនឹងបែកបាក់គ្នាមើលបំណាំគ្នានឹងមានការក្រោកបះបោតវ៉ាពីការគៀបសង្កត់ដើម្បីរកយុត្តិធម៌មើលបំណាំគ្នាទឹកឡើងត្រីស៊ីសម្ោចទឹកហោចសម្ោចស៊ីត្រីក្រែងរឿងទាំងអស់ហ្នឹងក្រែងរបបខ្មែរក្រហមកាត់ឡើងដោយសារអវប្បធម៌ទឹកឡើងត្រីស៊ីសម្ោចទឹកហោចសម្ោចស៊ីត្រីហ្នឹងតើព្រោះខ្មែរក្រហមជាវណ្ណៈអធនវណ្ណៈដែលកសិករក្រីក្រហ្នឹងគឺឈឺចាប់នឹងអំពើអយុត្តិធម៌សង្គមអំពើពុករលួយថ្នាក់ដឹកនាំធ្វើបាបប្រជាពលរដ្ឋអត់មានផ្ដាល់សិទ្ធិសេរីភាពឬក៏មើលរំលងពួកគាត់ខ្សែបាក់ពួកអីដល់ពេលពុករលួយដល់ពេលគាត់ចាំឱកាសដល់ពេលបានឡើងកាន់ប្រទេសគឺរំលាយចោលអង្គការចាត់តាំងឬក៏រធ្វើបាបបញ្ញវន្តនិស្សិតអ្នកពាក់វ៉ែនតាអ្នកចេះដឹងហ្នឹងសម្រាប់ចោលអស់អ្នកដែលមាននិន្នាការពីរបបមុនដោយសារអីគុំឲ្យតែចាំឱកាសមកនឹងសម្រាប់ចោលដល់ពេលឥឡូវស្រាប់ថាអង្គើយុត្តិធម៌សង្គមក៏អត់មានរំលាយគណៈបកសង្គ្រោះជាតិធ្វើទុកបុកម្នេញងើបមួយវាយមួយអង្គើអយុត្តិធម៌ប្រព័ន្ធតុលាការគ្មានឯករាជ្យអង្គើឆោបបោកប្រាស់ប្រជាពលរដ្ឋខ្សែខ្លួនឯងកាងបំបត្តិសម្លេងប្រជាធិបតេយ្យគណៈបកដែលគ្រប់គ្រងរដ្ឋាភិបាលឲ្យបានផ្ដុំគ្នាគណៈបកណាប្រឆាំងគឺបំបែកឲ្យខ្ទេចមិនឲ្យចូលរួមអង្គការសង្គមស៊ីវិលប្រព័ន្ធផ្សព្វផ្សាយឯករាជ្យរំលាយខ្ទេចខ្ទីចោលអស់ហើយចាប់មនុស្សដាក់គុកអត់បានដោះលែងអានេះគឺជាការបង្កើតឲ្យមានភាពអយុត្តិធម៌សង្គមហើយអយុត្តិធម៌សង្គមហ្នឹងគឺជាឈ្នួនសង្គ្រាមឲ្យមានការបែកបាក់ផ្សះឆេះធ្គោលទៀតតាដូច្នេះយើងនាំគ្នាឲ្យប្រជាពលរដ្ឋរក្សាសន្តិភាពប៉ុន្តែនៅក្នុងពេលជាមួយគ្នាហ្នឹងគឺយើងនាំគ្នាលេងជង្គោះនៅផ្ទះស្បូវយើងប្រាប់ប្រជាពលរដ្ឋថាណែកុំមកនាំគ្នាថែផ្ទះយើងកុំឲ្យឆេះប៉ុន្តែក្នុងពេលជាមួយគ្នាហ្នឹងយើងនៅផ្ទះស្បូវបបួលគ្នាលេងតែជង្គោះចឹងបានថាគេនៅថាពាក្យសុភាសិតមួយគេថានៅផ្ទះស្បូវកុំសូវលេងជង្គោះភាសាអង់គ្លេសគឺគេបដូចទៅនឹងផ្ទះកញ្ចក់កុំលេងចោលដុំថ្ម
តែវាមានន័យស្រដៀងតែគ្នាទេបងប្អូនតែយើងនៅផ្ទះកញ្ចក់ឲ្យលេងចោលគប់តែដុំដែកដុំថ្មតែបន្តិចទៅបែកកញ្ចក់ខ្ទេចខ្ទីអស់ហើយព្រោះអីរឿងហ្នឹងវាអញ្ចឹងហើយអ្វីដែលយើងធ្វើហ្នឹងគឺយើងធ្វើតែយើងហាមប៉ុន្តែហាមប្រជាពលរដ្ឋថាឲ្យនាំគ្នាប្រយ័ត្នប្រយែងជួយរក្សាសុខសន្តិភាពយើងឲ្យបានប៉ុន្តែក្នុងហ្នឹងចែកជាគូសម្នាក់មកប្រអប់ឲ្យគូសលេងពេញហ្នឹងហើយនៅផ្ទះស្បូវខ្ញុំថាខ្ញុំពេញចិត្តណាស់សារដែលចង់ឲ្យបានសុខសន្តិភាពហើយខ្ញុំស្រឡាញ់សុខសន្តិភាពណាស់ខ្ញុំចង់ឲ្យកម្ពុជាមានសុខសេមខ្សាន្តប្រជាពលរដ្ឋកុំក្តៅកាហាយដោយសពថ្ងៃគ្រាន់តែជួបម្ដាយពេលឈឺថ្កាត់ប្រជាពលរដ្ឋរត់ប្រាស់អាយុអ្នកដែលគ្រប់គ្រងគណៈបកប្រឆាំងហ្នឹងគឺអត់ដែលនៅស្រុកបានសុខទេនៅភូមិក៏គេតាមរករឿងបើគ្រប់គ្រងគណៈបកប្រជាជនរួចខ្លួនទៅជាប់គុកហ្នឹងបើថាសុំទោសរួចពីគុកចោះចូលជាលលកជាអីហើយទៅបង្កើតការជេរបន្តិចផ្ដាសាគ្នាពេញបណ្ដាញសង្គមបកប្រឆាំងទៅបកប្រឆាំងបកកាន់អំណាចខ្មែរបែកបាក់ប្រែកខ្ញាច់នេះឬជាសន្តិភាពនោះខ្ញុំពងតែឆ្ងល់សន្តិភាពគឺតតែយើងមានសេចក្តីសុខផ្លូវចិត្តចេះមានមេត្តាករុណាមុទិតាយើងសន្តោសប្រោះប្រណីមានព្រំវិហារធរស្រឡាញ់សន្តោសខ្មែរណាក៏មិនមែនជាសត្រូវរបស់យើងដែរគំនិតនយោបាយខុសគ្នាមិនមែនជាសត្រូវគ្នាទេយើងប្រកួតប្រជែងគំនិតដើម្បីកសាងលើកស្ទួយជាតិយើងរួមគ្នាការពារដែនអធិបតេយ្យការពារបូរណភាពទឹកដីជាតិយើងសម្បត្តិជាតិយើងហើយបើយើងឆ្លោះគ្នាអញ្ចឹងតើយើងទៅការពារជាតិយើងម្នាក់សិតតែបដិញ្ញាការពារបូរណភាពទឹកដីទ្រព្យសម្បត្តិជាតិប៉ុន្តែយើងឆ្លោះគ្នាក្នុងគ្រួសារដោយស្រាតកាយាបង្ហាញញាតហ្នឹងឆ្លោះគ្នាក្នុងសង្គមជាតិដោយរលាតកំណត់ទ្រព្យឲ្យចោលថៃនិងចោលវៀតណាមហ្នឹងវាអត់មានអីត្រូវយើងនៅសោះអញ្ចឹងបានន័យថាយើងទាំងអស់គ្នាជាដើមហេតុនៃការដែលធ្វើឲ្យយើងបាត់ទ្រព្យរបស់យើងហ្នឹងតែព្រោះយើងអត់ព្រមនេះនិយាយរឿងនេះខ្ញុំបើកវងកញ្ចក់បន្តិចប្រហែលថ្ងៃនេះគឺមានបងប្អូនចែកFacebook ការថ្លែងសាររបស់ពួកឃោសនិកគណៈបកប្រជាជននៅខ្មែរនៅក្រៅប្រទេសម្នាក់ពីរនាក់ហ្នឹងគឺបាយ3ពេលហ្នឹងមិនដឹងថាជាយ៉ាងម៉េចហើយគាត់ចែកឲ្យឃើញអំពីការរិះគន់ខ្ញុំពីរឿងការដែលដាស់តឿនក្រានរំលឹកពួកគាត់ឲ្យឈប់ជេរប្រមាថអស់លោកមនាលទាំងឡាយឲ្យចុះគ្រាន់តែណែនាំអស់លោកឲ្យឈប់ជេរប្រមាថហ្នឹងខ្ញុំមានកំហុសដែរអីចឹងកើតដែរខ្ញុំប្លុកពួកនេះចោលអស់ហើយប៉ុន្តែបងប្អូនយើងចិត្តតែ share មកឲ្យមើលហើយស្អីគេបានក្បាលមីក្រូនឹងពុលទឹកមាត់មកមាក់ងាយខ្ញុំអីគ្រប់បែបយ៉ាងសិតតែថាអីគេជេរខ្ញុំនឹងសមហើយដោយសារតែពេលដែលគេជេរនរណាម្នាក់មិនមែនកំហុសអ្នកជេរទេវាទៅជាកំហុសអ្នកដែលធ្វើឲ្យគេជេរម្នាក់នេះហ่าបើសិនជាប្អូនស្រីគាត់ឬម្ដាយគាត់ត្រូវគេចាប់រំលោភហើយយើងកុំថ្កោលទោសអាពួកចាប់រំលោភថ្កោលទោសម្ដាយគាត់ហើយប្អូនស្រីគាត់ដែលស្លៀកខ្លីហ្នឹងឲ្យបានគេចាប់រំលោភអាហ្នឹងមិនដឹងជាពួកគាត់ឈឺចាប់ប៉ុណ្ណាដែលយើងនាំគ្នាទៅដាក់បន្ទុកទៅលើជនរងគ្រោះហើយមិនចាប់ពួកអាអ្នកដែលប្រព្រឹត្តរំលោភហ្នឹងយកទៅដាក់គុកឬក៏ព្យួរកវាហើយឥឡូវមករករឿងខ្ញុំថាដោយសារតែខ្ញុំផ្សាយព័ត៌មានហ្នឹងតែធ្វើឲ្យគេជេរចរិតជេរបាតផ្សាររបស់អ្នកឯងគឺចុះនរកអញ្ចឹងអ្នកណាទៅបដៅបដាយបានរួចអញ្ចឹងឡើងមកនិយាយអញ្ចឹងកើតដែរហើយខ្ញុំក៏តែឆ្ងល់គណៈបកប្រជាជនកម្ពុជាហ្នឹងអោបកសោបមនុស្សអញ្ចឹងដែរខ្ញុំលើកទឹកចិត្តទាំងគណៈបកប្រឆាំងនិងគណៈបកប្រជាជនកម្ពុជាបើអស់លោកស្រឡាញ់ការផ្សះផ្សាជាតិឬក៏ស្រឡាញ់អាប្រជាប្រិយហ្នឹងមនុស្សបែបសកម្មជនបែបនេះនៅស្រុកយៈណាក៏ដោយគឺផ្ដាច់ខ្លួនចេញពីពួកគេនេះទៅបំបងគេចោលទៅព្រោះវាអត់មានប្រយោជន៍ទាំងគណៈបកប្រជាជនហ្នឹងក៏អត់ចំណេញអីពីពួកបាតផ្សារពីលអស់នេះដែរហើយគណៈបកប្រឆាំងក៏អញ្ចឹងដែរអ្នកជេរបតិចស្រាតសរងអីហ្នឹងគឺផ្ដាច់ខ្លួនចេញឲ្យអស់ទៅវាអត់មានចំណេញទេកុំយកសម្រាមមកដាក់ក្នុងខ្លួនមនុស្សយើងខុសពីសត្វណាបងប្អូនយើងស្ដាប់ឲ្យយល់អំពីហេតុផលយើងអត់មានរឿងគេណែនាំព្រៀនបដៅយើងឲ្យមានសុជីវធម៌សិលធម៌អញ្ចឹងបើម៉ែឪអស់លោកបយលបដៅកូនថាកូនណាកុំជេរយើងកុំជេរម៉ែជេរឪអញ្ចឹងយើងថៃមកពីម៉ែឯងបង្កើតកូនមករបៀបគ្រូសាម៉ែឯងណែរបៀបអប់រំណែនាំកូនម៉ែឯងធ្វើអញ្ចឹងឪឯងធ្វើអញ្ចឹងខ្ញុំត្រូវតែជេរឪឯងគឺជាកម្មវត្ថុនៃការជេរមិនមែនខ្ញុំចរិតខ្ញុំអន់នេះគឺមកពីឪឯងចរិតអន់ប៉ុន្តែឪម៉ែហ្នឹងខំប្រឹងបដៅណែនាំគឺទៅរករឿងឪម៉ែម្ដងទៀតឈប់បានឈប់ទៅណាបាយ3ពេលកុំធ្វើដល់ថ្នាក់នេះវាថោកទាបពេកខ្ញុំមិនអាចទទួលយកបានសិលធម៌ខ្មែរអីក៏អន់យ៉ាងនេះអស់លោកអន់ណាស់ខ្ញុំថាសัตว์ក៏មិនដូចជាយ៉ាប់ដល់អស់លោកដែរដែលធ្វើសិលធម៌ទាបពេកគេណែនាំកុំឲ្យជេរបន្តិចមករករឿងថាគេជេរដោយសារតែយើងណែនាំគេហ្នឹងយើងធ្វើឲ្យគេឈឺចាប់គេបន្តិចផ្ដាសាខ្ញុំផ្សាយព័ត៌មានពិតអំពីបញ្ហាសង្គមមករករឿងខ្ញុំថ្ងៃមុនខ្ញុំនិយាយពីរឿង
ក្រុមគណៈបកប្រជាជនកម្ពុជាដែលបង្កើតអង្គការចាត់តាំងប្រយុទ្ធនាការជេរបចោលតាមបណ្ដាញសង្គមដើម្បីទួកាចទួស្លូតួអីខ្ញុំនិយាយពីរឿងអធិរាជមហាសាច់ដែលគេសរសេរនៅលើ Facebook របស់គាត់អ្នកណាដែលលាតត្រដាងព័ត៌មានហ្នឹងមិនទៅសួរក្រុមអស់លោកទៅអ្នកបង្កើតយុទ្ធនាការហ្នឹងបង្កើតយុទ្ធនាការជេរបចោលគ្នាឲ្យផ្សព្វផ្សាយជាសាធារណៈអស់លោកគួរតែលាក់អារឿងហ្នឹងហើយយកមកផ្សាយជាសាធារណៈខ្ញុំផ្សាយប្រាប់ថាអស់លោកបង្កើតយុទ្ធនាការមករករឿងខ្ញុំថាខ្ញុំនឹងញុះញង់អុចអាលបានតែគេជេរ ហើយដូចម្ដងទៀតណាបើសិនជាម្ដាយរបស់លោកនិងប្អូនស្រីរបស់លោកត្រូវគេរំលោភហើយលោកមិនទៅថោកថ្កោលទោសអ្នករំលោភហើយមកចោទប្រពន្ធម្ដាយប្រពន្ធកូនរបស់ខ្លួនថាស្លៀកខ្លីត្រូវគេរំលោភយើងមានហេតុផលនឹងត្រូវជេរបចោលកូនចៅដែលត្រូវគេរំលោភវិញណាសិលធម៌របស់អស់លោកកែលែងឡើងហើយបងប្អូនខ្ញុំសូមអង្វរបងប្អូននៅក្នុងបណ្ដាញសង្គម Facebook ទាំងអស់កុំចែកអញ្ចឹងអីយកមកខ្ញុំមើលខ្ញុំខាត់ពេលណាស់បងប្អូនអើយប្លុកចោលអូសចោលខ្លះទៅវាគ្មានន័យអីទាំងអស់ហើយថ្ងៃមុននេះមានបងប្អូន share មួយទៀតរឿងតែខ្ញុំឈប់និយាយហើយពីរឿងប្រធានវិទ្យុសបុកឃុំអីណាខ្ញុំបានហើយខ្ញុំខាត់ពេលណាស់ប៉ុន្តែគាត់យកមកនិយាយអំពីការរិះគន់ខ្ញុំបបួលខ្ញុំទៅស្បត់នៅក្នុងព្រះអង្គដង្កើថាតើខ្ញុំពិតជាមិនស៊ីលុយសៀមទេស៊ីលុយថៃទេដែលផ្សាយព័ត៌មានចំណេញថៃកាន់ជើងថៃ អស់លោកប្រយ័ត្នចុះនរកណាចាស់អស់ហើយខ្ញុំគ្រាន់តែប្រាប់ទេព្រះអង្គដងកើបើស្បត់មិនឈ្នះខ្ញុំទេអស់លោកឯងហ្នឹងទាំងអស់គ្នាហ្នឹងដែលត្រូវចុះនរកដែលស្បត់នៅព្រះអង្គដងកើថានឹងជួយរកយុត្តិធម៌សង្គមជួយឲ្យប្រជាពលរដ្ឋយើងមានសេចក្តីសុខសេមខ្សាននៅជុំគ្នាប៉ុន្តែទៅប្រថាប់ត្រាជួយគ្រប់គ្រងគណៈបកប្រជាជនដើម្បីឲ្យបំផ្លាញសិទ្ធិមនុស្សនិងប្រជាធិបតេយ្យឲ្យប្រជាពលរដ្ឋក្តៅក្រហាយអស់លោកក្បត់សម្បត្តិរបស់ខ្លួននេះប្រយ័ត្នជាប់ធ្លាក់នរកខ្ញុំមិនដឹងទេហើយកុំមកស្បត់ស្បាយអីណានោះ ខ្ញុំគ្មានស្អីចំណេញពីអ្នកណាទេគឺខ្ញុំចំណេញដើម្បីខ្មែរប៉ុន្តែនិយាយដាស់តឿនក្រើនរំលឹកសតិអស់លោកទាំងអស់ឲ្យដឹងថាថៃគេដល់ណាគេអីអញ្ចឹងខ្ញុំគ្មាននិយាយម៉ាត់ណាដែលខ្ញុំមិនថ្កោលទោសថៃទេអស់លោកប្រហែលជាលងលក់នៅក្នុងអាស្អីភាពលើកជើងត្រជើងខ្ពស់មិញហ្នឹងដឹងបានជាភ្លេចអស់គុណធម៌សច្ចធម៌នឹងការពិតនោះដើរមកចោតស្អីបបួលខ្ញុំទៅស្បត់ស្បាយនៅព្រះអង្គដងកើថាខ្ញុំបើមិនបានលុយពីថៃដើម្បីផ្សាយព័ត៌មានបានហើយមួងណារ៉េតបាយ3ពេលនេះមានការងារធ្វើគ្រប់គ្រាន់អត់ត្រូវការលុយបែបស្មោកគ្រោកបែបនេះទេគ្មានត្រូវការតតែសោះហើយអត់ធ្វើការដើម្បីលុយដើម្បីលៀបសការៈដើម្បីបនស័កងារឯកឧត្តមអីដល់អស់លោកទេអត់សោះមួងណារ៉េតខ្ពើមណាស់ងារឯកឧត្តមនេះនិយាយឲ្យស្មោះខ្ញុំមិនមែនដូចលោកខៀវកញ្ញរិទ្ធទៅនិយាយផ្ញើសារប្រាប់លើបណ្ដាញសង្គមថាពេលដែលលោកហ៊ុនសែនពេលណានោះក៏សួរថាហេតុអីបានជាមានទីប្រឹក្សាច្រើនម៉េះនៅក្នុងក្រសួងមួយក៏ប្រហែលជាចង់លើកជើងលោកហ៊ុនសែនដែរថាមិនចង់ឲ្យមានទីប្រឹក្សាប៉ុន្តែអ្នកណាដែលសញ្ញេឲ្យមានទីប្រឹក្សាច្រើនហ្នឹងលោកហ៊ុនសែននោះក៏ប៉ុន្តែលោកខៀវកញ្ញរិទ្ធតបទៅវិញថាពួកគាត់ចាស់អស់ហើយចង់បានងារឯកឧត្តមឲ្យគាត់គ្រាន់គេហៅទៅមុននឹងចាស់ស្លាប់អ្នកវាទៅជាបានងារឯកឧត្តមដើម្បីកំដរពេលមុនស្លាប់អញ្ចឹងបំផ្លាញលុយជាតិបំផ្លាញទ្រព្យសម្បត្តិជាតិរះញើសឈាមយកទៅឲ្យបំពកក្រុមទីប្រឹក្សាដើម្បីអស់លោកពេញចិត្តនឹងងារឯកឧត្តមហ្នឹងអូយបានហើយ បាទខ្ញុំថាមិនចង់ប៉ុន្តែស្លេះត្រឹមប៉ុណ្ណឹងសិនចុះខ្ញុំគ្រាន់តែថាសំណូមពរបងប្អូនបានហើយមិនចាំបាច់ចែក share អីចឹងមកឲ្យខ្ញុំឃើញទេខ្ញុំគ្រាន់តែឃើញវីដេអូបែបនេះខ្ញុំ block ចោលខ្ញុំអូសចោលហើយព្រោះកុំរវល់រើសដុំថ្មចោលឆ្កែបងប្អូនយើងមិនអាចទៅមុខរួចទេដោយសារតែគេធ្វើចតនាអញ្ចឹងដើម្បីទប់យើងកុំឲ្យទៅមុខរួចហើយបងប្អូននៅវិលហ្នឹងទៅអត់រួចទេអឺមេដឹកនាំកម្ពុជាទទួលស្គាល់ថាដោយការសបាយនិងសន្តិភាពទើបមិនបានគិតគូររឿងកងទ័ពឲ្យខ្លាំងក្លា ហើយនេះគឺជាសាររបស់ថ្ងៃហ្នឹងយើងឃើញហើយគណៈបកប្រជាជនកម្ពុជាគេប្រជុំធំមួយគឺជាខួបប្រចាំឆ្នាំគេសម្ព័ន្ធគណៈបកនយោបាយទាំង29គណៈបកដែលជាគណៈបក7ពេកឬក៏ចូលរួមនៅឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់ដើម្បីលំអសួនប្រជាធិបតេយ្យបោកយកតលុយប្រជាពលរដ្ឋរះក្តៅកាហាយយកលុយទៅចែកគ្នាចាយហើយធ្វើឲ្យប្រទេសកម្ពុជាយើងហ្នឹងឃើញថាមានពហុបកមានស្អីចឹងប៉ុន្តែនៅតែអញ្ញាតែក្រុមគ្នាគាត់ហ្នឹងដើម្បីប្រឡំទៅអន្តរជាតិគេថ្កោលទោស និយាយទៅមានអស់លោក29គណៈបកហ្នឹងក៏គេចាត់ទុកថាដូចអត់មានគណៈបកនយោបាយដែរព្រោះអីគណៈបកប្រឆាំងធំហ្នឹងយើងរំលាយចោលបាត់ទៅហើយហ្នឹងយើងយកមក150បកទៀតក៏គ្មានន័យអីដែរព្រោះសុទ្ធតែជា7ពេកដើម្បីគ្រាន់តែប្រថាប់ត្រាគណៈបកនយោបាយណាដែលមកនាំគ្នាហៃអើនៅពេលដែលគេរំលាយគណៈបកនយោបាយដែលជាអ្នកតស៊ូមតិនៅក្នុងឆាកនយោបាយទៅហៃអើសាទរអឲ្យគេរលាយហើយមានប្រធានគណៈបកនយោបាយណាមួយប្តឹងឲ្យគេរំលាយគណៈបកនយោបាយប្រឆាំងទៀតហើយសបាយចិត្តដូចអីចឹង តើលោកមានមនសិការសិលធម៌គុណធម៌យ៉ាងម៉េចទៅយើងជាគណៈបកនយោបាយដូចគ្នាយើងចង់ឲ្យគេកំចាយគណៈបកដោយសារតែយើងចង់បានលៀបសការៈខ្លួនឯងគ្មានប្រជាប្រិយរំលាយគេទៅដើម្បីឲ្យខ្លួនឯងគ្រាន់បើហ្នឹង
តាសិលធម៌នៅកន្លែងណាទៅការប្រកួតប្រជែងយើងប្រកួតប្រជែងផលិតផលយើងឲ្យប្រកែឲ្យខំកែច្នៃឲ្យល្អអត់ទៅប្រឹងតាវាយក៏បំផ្លាញកជើផលិតផលគេចោលរួចទៅចង់ឲ្យបានខ្លួននឹងល្អអើយមិនដឹងថាអស់លោកមានសិលធម៌វិជ្ជាជីវៈនៅក្នុងខ្លួនប៉ុណ្ណាទេខ្ញុំឆ្ងល់ដែរថ្ងៃនេះគឺដោយសារតែលោកញឹកប៊ុនឆៃដែលគេចូលរួមនៅក្នុងគាត់ចូលរួមក្នុងកម្មវិធីជួបសម្ព័ន្ធគណៈបកគ្រប់គ្រងរដ្ឋាភិបាលគ្រប់គ្រងគណៈបកប្រជាជនទាំង29ហ្នឹងគឺគាត់លើកឡើងថាអញ្ចេះលោកញ៉ាំប៊ុនឆៃហ្នឹងគាត់ជាប្រធានគណៈបកខ្មែររួបរวมជាតិគាត់ថាអឺលោកហ៊ុនសែនប្រធានព្រឹទ្ធសភាទទួលស្គាល់ពីចំណុចខ្វះខាតខាងយុទ្ធពកក្នុងវិស័យការពារជាតិគឺដោយសារតែមកពីគិតថាយើងមានសុខសន្តិភាពហើយយើងគិតពីរឿងវិស័យអីផ្សេងទៅការពារជាតិហ្នឹងទុកមួយឡែកទៅល្មមបានអីចឹងហើយដល់ពេលគេវាយប្រើបានដឹងថាអញខ្លួនឯងអាស្បែកជើងក៏អត់មានអាវក្រោះក៏អត់មានអាសពាវុធយន្តហោះបណ្ដេញយន្តហោះទេ F16 ក៏គ្មានអា Gripen Fighter Jet ក៏គ្មានអា T50 ក៏គ្មានអីលាក់នឹងលាក់មានអាយន្តហោះដឹកជញ្ជូនទាហានបន្តិចបន្តួចហ្នឹងហើយទៅវាយអីឈ្នះគេអីចឹងទៅគាត់ថាចាប់ពីពេលនេះទៅគឺត្រូវកសាងស្ដារឡើងវិញ40ឆ្នាំជាងហើយទៅមកដល់ស្ដារឡើងវិញគេវាយឡើងទុនខ្លួនប៉ុន្តែយ៉ាងណាស្ដារឡើងវិញក៏ជួយអបអរសាទរគាត់ថាការនិយាយបែបនេះគឺវាជារឿងមួយខុសឆ្គងធំណាមិនគួរណាមកនិយាយស្អីណាសបាយនឹងសន្តិភាពភ្លេចគិតតបអីអញ្ចឹងនៅស្រុកគេនិយាយបែបនេះគឺទម្លាក់ចោលពីតំណែង24ម៉ោងប៉ុន្តែសារនេះមិនមែនលោកហ៊ុនសែននិយាយខ្លួនឯងទេគឺលោកញឹកប៊ុនឆៃយកមកនិយាយប៉ុន្តែនិយាយនឹងត្រូវលោកជាធិរិទ្ធអ្នកនាំពាក្យគណៈបកប្រជាជនកម្ពុជានឹងតាមកាត់រហូតខ្លាចគេលោកនិយាយលឹះអីក៏មិនដឹងដែរប៉ុន្តែឲ្យគាត់នៅក្នុងនេះគឺគេឲ្យនិយាយអញ្ចឹងទៅហើយគេចាំតាមមើលតរហូតដែរតកតងនឹងរឿងមេបកកាន់អំណាចគឺលោកហ៊ុនសែនបានពមៀនលែងឲ្យចូលសម្ព័ន្ធអា29គណៈបកហ្នឹងបើគណៈបកណាមួយហ៊ានតែបំបែកបកទៅបង្កើតបកថ្មីសម្ព័ន្ធ29ខ្លាចគ្នាឯងណាទៅបំបែកបកថ្មីលែងឲ្យចូលសម្ព័ន្ធហើយទៅធ្វើអីបកខ្លួនឯងទៅហើយចុះទៅធ្វើអីធ្វើទៅចង់ចូលសម្ព័ន្ធអីណាចង់បង្កើតបកថ្មីអីបកទៅឬក៏គិតថា29បានហើយមិនបាច់បង្កើតអីទៀតទៅរឿងនេះគឺគួរឲ្យអស់សំណើចមែនតើចង់តកតងរឿងព្រំដែនឯណោះវិញគឺពេលវេលាកាន់តែខ្លីមែនតើបងប្អូនទាហានថៃហាមប្រជាពលរដ្ឋខ្មែរព្យួរស្រែក្បែរភូមិជោគជ័យរងចាំការសម្រេចរបស់ JBC ទាហានថៃគឺព័ត៌មាននេះមានខាងពីថៃទេបងប្អូនខាងខ្មែរយើងស្ងាត់ឲ្យឈឹងថាមានការជជែកគ្នាជាមួយនឹងគណៈភូមិភាគអីហ្នឹងរឿងថៃចុះទៅហាមឃាត់ប្រជាពលរដ្ឋអត់ឲ្យធ្វើព្យួរស្រែនៅលើដីខ្មែរក្បែរភូមិជោគជ័យណាបងប្អូនថៃគេរើបលាលួសដាក់លបងដាក់អីក៏បានស្រាច់ចិត្តគេចង់ដាក់ប្លង់កម្មសិទ្ធិអីទៅឲ្យជនជាតិថៃនៅក្នុងដីខ្មែរហ្នឹងបានតើខ្មែរទៅឈូសឆាយក៏ថាចាំឲ្យប្រជុំ JBC សិនខូចអីខូចយ៉ាងនេះហើយឥឡូវថ្ងៃហ្នឹងយករូបបដិមាធំប្រពុតប៉ុណ្ណានៃយកមកដាក់នៅអានសេះឲ្យប្រជុំគ្នាគណៈកម្មការគេនឹងយកភ្លើងអគ្គិសនីឥឡូវកែប្រែស្ដាយថារចនាសម្ព័ន្ធនៅច្រកអានសេះនឹងដើម្បីដាំដើមឈើនៅដីដែលយកបាននៅម្ដុំលោកតាអ៊ុំអីហ្នឹងកន្លែងផ្សារអីរបស់ខ្មែរហ្នឹងឥឡូវគេកែទៅជាបោះគេអស់ដាំដើមឈើនាំភ្ញៀវទេសចរមកហើយយើងហ្នឹងនៅតែចរចាអត់ព្រមប្តឹងថៃទៅតុលាការអន្តរជាតិទៀតដើមឈើហ្នឹងធំអស់អាស្អីហ្នឹងគឺគេរៀបចំអស់ហើយចាក់បេតុងចាក់អីកាយគ្រោះដីក្រហមធ្វើផ្លូវថែមនៅភូមិជោគជ័យភូមិព្រៃច័ន្ទអីហ្នឹងហើយយើងហ្នឹងគឺបានតែទៅអឺតមើលថតតែរូបទៅបាទឥឡូវគេទៅអស់ហើយបងប្អូនហើយយើងចាំមើលរដ្ឋាភិបាលនិយាយមិនដែររឿងថៃហាមប្រជាពលរដ្ឋមិនឲ្យព្យួរស្រែប៉ុន្តែបើផ្អាកសិនក៏ផ្អាកចុះព្រោះអីថៃក៏គួរតែផ្អាកដែរបើផ្អាកខ្មែរហេតុអីបានថៃទៅត្រកដូចស្មោចក្នុងខោហើយមកហាមខ្មែរវិញពងតែឆ្ងល់ហើយបាទឥឡូវនេះគឺហើយឥឡូវទាហានថៃសម្រុកចុះរុះរើទីស្នាក់ការនៅឯមួយនៅចិត្តទីស្នាក់ការទាហានខ្មែរនៅភាសាតាកបៃរើឲ្យខ្ទេចទីអស់ហ្មងលែងស្គាល់ឥឡូវលែងស្គាល់ដីខ្មែរហើយព្រោះថៃគេធ្វើឲ្យដូចរបស់ថៃតែម្ដងបាទឥឡូវចុងក្រោយគឺពលរដ្ឋរងគ្រោះគម្រោងដីខ្យល់ក្រុមហ៊ុនពិភពដីមាសជាង200នាក់ផ្ដុំគ្នាតវ៉ាសុំឲ្យតុលាការពន្យាយុត្តិធម៌បាទរឿងតាក់តងនឹងអ្នកតវ៉ាដីធ្លីនឹងដូចក៏ក្រៅទៀតហើយបងប្អូនម្សិលមិញម្សិលមួយថ្ងៃហ្នឹងខាងប៉ោយប៉ែតនោះក៏មានខាងកពតនោះក៏មានឥឡូវនេះខាងកពតទៀតហើយរឿងចាញ់បោកក្រុមដីមាសរបស់អង្គញាកំហុងនេះឥឡូវប្រជាពលរដ្ឋមកតវ៉ាហ្នឹងតាមពិតមកតាមដានសវនាការទេសវនាការគេថ្ងៃហ្នឹងគឺគេជំនុំជម្រះតែឥឡូវគេថាលើកពេល30ថ្ងៃទៀតបានប្រកាសសាលក្រមសាលដីកាមិនទៀតប្រជាពលរដ្ឋដាច់បាយហើយហ្នឹងអាលុយចពាក់ក្រុមហ៊ុនឲ្យដល់ពេលហើយជនប្រព្រឹត្តដៃដល់ដែលជាអង្គញានេះឈ្មោះលើកហ៊ីកំហុងនេះជាប់គុក3ខែគាត់គេចាប់គាត់ដាក់គុកពីរឿងឆោបោកឬដីខ្យល់ហ្នឹងគម្រោងប៉ះពាល់ប្រជាពលរដ្ឋ700គ្រួសារដែលមានទឹកប្រាក់រាប់10លានដុល្លារហើយដល់ពេលជាប់គុកបាន3ខែគេដោះលែងបាត់
នៅដោះលែងមកឥឡូវហ្នឹងឃើញដើរចែកអំណោយចែកអីហើយដល់ពេលប្រជាពលរដ្ឋរងទុក្ខតុលាការអត់បានកាត់ក្តីឲ្យលឿនចេះតែមួយថ្ងៃទៅមួយថ្ងៃមួយថ្ងៃទៅមួយថ្ងៃដល់លើកទី3ហើយជំនុំជម្រះនេះប្រជាពលរដ្ឋមកតវ៉ាទាមទារឲ្យចាប់លោកកំហុងហ្នឹងដាក់គុកវិញហើយផ្ដន់ទាទោសទៅតាមអំណាចសាលក្រមទៅឲ្យបញ្ចេញលុយដែលសងគាត់នោះ$26 លានសម្រាប់ប្រជាពលរដ្ឋច្រើនរយគ្រួសារនេះគ្នាវេទនាអត់មានលុយអត់មានអីប្រកបរបរហើយចេះតែព្រះអង្គថ្ងៃនេះមកតវ៉ាហើយគួរឲ្យអស់សំណើចមែនតើមេធាវីការពារក្តីរបស់ប្រជាពលរដ្ឋទាំងអស់ប្រមាណគ្រួសារនេះទៅហូរយំអង្វរប្រជាពលរដ្ឋថាកុំឲ្យបិទផ្លូវអីឲ្យស្ដាប់គាត់ខ្ញុំអាណិតមេធាវីខ្លោចចិត្តស្ត្រីមេធាវីនេះខ្ញុំមិនទាន់បានឃើញឈ្មោះគាត់ដែរប៉ុន្តែចាស់មានមេធាវីឯណាចេញទៅយំទៅហូរកដាលផ្លូវបើមេធាវីចេញមកយំការពារក្តីតាមផ្លូវអញ្ចឹងងាប់ហើយអញ្ចឹងនីតិវិធីតុលាការយើងយ៉ាងម៉េចទៅលោកហើយអីក៏អញ្ញាញ៉ៃប្រសិទ្ធប្រសាច់មកដែរគាត់ទាល់តម្រេះដែរស្ត្រីមេធាវីនឹងខ្ញុំអាណិតគាត់ដែរពួកបងប្អូនប្រជាពលរដ្ឋនិយាយគ្នាលែងស្ដាប់ហើយបងប្អូនប្រជាពលរដ្ឋដឹងស្ដាប់មិនបើតុលាការជន់ជាប់ចោតដាក់ឃុំបាន3ខែដោះលែងបាត់ហើយទៅនៅធ្វើកិច្ចការធម្មតាហើយពួកគាត់លុយអត់បានហើយចឹងតើយុតិធម៌នៅកន្លែងណាពងភ័យរឿងប្រព័ន្ធតុលាការពុកលលួយផងអញ្ចឹងគាត់មករកតវ៉ាបិទផ្លូវមេធាវីថាបើបិទផ្លូវវាខុសនីតិវិធីអីឡាក់អូយឥឡូវឆ្លោះគ្នារឿងមេធាវីនិងកូនក្តីទៅវិញហើយមិនដឹងជាយ៉ាងម៉េចទេបងប្អូនហើយខ្ញុំមើលទៅដូចជាវេទនារកម្មភ្នែកមែនតើម្ដងបាទឥឡូវព័ត៌មានអន្តរជាតិបងប្អូនមេដឹកនាំចិនពមៀនអំពីគ្រោះថ្នាក់ពិភពលោកនៃការប្រើច្បាប់ព្រៃតែទៅចាប់ដៃជាមួយរុស្ស៊ីមេដឹកនាំចិនហ្នឹងក៏សម្បើមដែរជួបលោកត្រាំ4ថ្ងៃមុនលោកត្រាំមកដល់អាមេរិកវិញថ្ងៃទី15ខែឧសភា16ថ្ងៃ19 20ឧសភានេះវ្លាឌីមៀពូទីនរបស់រុស្ស៊ីទៅចាប់ដៃតាស៊ីជីនពីងហ្នឹងហើយចុះហត្ថលេខាកិច្ចព្រមព្រៀង2030សហការប្រតិបត្តិការជាមួយរុស្ស៊ីដែលជាប្រទេសកុម្មុយនីសដូចគ្នាវាត្រូវហើយគេត្រូវគ្នាល្អហើយយើងចេះថាចុះរិះគន់អីបើទៅត្រាំទៅជួបចិនដែរអញ្ចឹងហេតុអីក៏មិនរិះគន់តែត្រាំទៅជួបចិនដែរទៅក្រែងកុម្មុយនីសរឿងដែលសំខាន់ដែលរុស្ស៊ីជួបជាមួយនឹងចិននេះណាអ្វីដែលគួរឲ្យកត់សម្គាល់គឺលោកស៊ីជីនពីងហ្នឹងគាត់និយាយចេះគាត់ថាពិភពលោកយើងស្ថិតនៅក្នុងគ្រោះថ្នាក់ខ្លាំងមែនតើយើងត្រូវសហការគ្នាដើម្បីទប់ការអនុវត្តច្បាប់ព្រៃដែលធ្វើឲ្យខូចសណ្ដាប់ធ្នាប់ពិភពលោកហើយចុះបើចិនស្អប់